ខ្ញុំឈ្មោះអានយូហួនរឿងតុកតាដែលខ្ញុំតាមដាន5ឆ្នាំថ្ងៃនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកនិពន្ធពិតជាបានយកតួអាក្រក់ដ៏សង្ហាដែលខ្ញុំចូលចិត្តសរសេរឲ្យស្លាប់ទៅវិញខ្ញុំត្រូវតែទៅជួយសង្គ្រោះគាត់ដើម្បីផ្លាស់ប្ដូរទីបញ្ចប់របស់គាត់ក្មេងនេះគឺសឿនយឺអាយុ10ឆ្នាំជនជួញដូរមនុស្សមកពីណាប្រញាប់លែងកូនប្រុសខ្ញុំភ្លាមតើមានម្ដាយឯណាលើលោកនេះបណ្ដោយឲ្យកូនខ្លួនឯងហើរថ្ងៃក្តៅបែបនេះនោះនាងជាអ្នកណាមិនក៏ចេះដឹងរឿងគេម្លេះបានហើយមានអារម្មណ៍យ៉ាងម៉េចដែរចង់ទៅមន្ទីរពេទ្យទេបងស្រីតើបងជាទេវតាមែនទេយកព្រមខ្ញុំឈ្មោះអានយូហួនអញហៅខ្ញុំថាបងស្រីក៏បានដែរបងស្រីមិនក៏បងល្អចំពោះខ្ញុំម្លេះព្រោះឯងមុខស្រដៀងប្អូនប្រុសរបស់បងនឹងណាអ្នកស្រស់ស្អាតសុំរាប់អានជាមិត្តបានទេគួរឲ្យអាដិតណាស់មានគេធ្វើបាបបងស្រីខ្ញុំបងស្រីបងមិនអីទេមែនទេបងមិនអីទេសៀវយៀនខ្ញុំមាននេះបងស្រីរោគបងប្រឡាក់ហើយបងស្រីទៅសម្អាតរោគបន្តិចសិនឆ្លៀតឱកាសទិញការ៉េមឲ្យអញផងល្អទេមិនអីទេមែនទេបងប្រុសតើបងជាអ្នកនាំខ្ញុំត្រឡប់មកវិញមែនទេកុំហោះបច្ចេកទេសកម្រិត1ឯងស្ទើរតែមិនអាចត្រឡប់មកវិញបានទេចុះខ្ញុំត្រូវត្រឡប់ទៅវិញដោយរបៀបណាសៀវយៀនមើលមិនឃើញខ្ញុំគេច្បាស់ជាបារម្ភមិនខានដឹងហើយកុំហោះម៉ាស៊ីនលើកនេះមិនដូចរាល់ដងទេហើយម្យ៉ាងទៀតពិភពតុក្កតានិងពិភពពិតមានភាពខុសគ្នានៃពេលវេលាមួយថ្ងៃក្នុងពិភពពិតស្មើនឹង90ថ្ងៃក្នុងពិភពតុក្កតាដូច្នេះបងស្មានថាទម្រាំម៉ាស៊ីនជួសជុលរួចពិភពលោកក្នុងសៀវភៅប្រហែលជាកន្លងផុតទៅ10ឆ្នាំហើយធ្វើអញ្ចឹងមិននឹងកើតទៅគេនឹងសម្លាប់ខ្លួននៅអាយុ25ឆ្នាំបងត្រូវតែជួយខ្ញុំនាំគេត្រឡប់មកវិញរឿងតុកតានេះខ្ញុំមើល6ដងហើយបច្ចុប្បន្នដោះស្រាយបានតែបញ្ហារបស់សឿនយឺពីក្មេងត្រូវម្ដាយបង្កើតធ្វើបាបនិងត្រូវឪពុករបស់គេមុនពេលសឿនយៀនកាត់ជំងឺប៉ុន្តែមិនដឹងថាក្នុងដំណើរការធំធាត់ឡើងមនុស្សទាំងនេះនឹងធ្វើបាបគេឬអត់ទេដូច្នេះត្រូវតែទៅជួយគេមុនពេលគេសម្លាប់ខ្លួនបងប្រុសគិតបានល្អិតល្អន់មែនសូម្បីតែកាត់សិស្សក៏រៀបចំឲ្យខ្ញុំរួចរាល់ដែរសឿនយៀនសង្ហាណាស់ខ្ញុំឃើញគាត់ដូចព្រះបុត្រាប្រចាំសាលាចំណាត់ថ្នាក់លេខ1ផ្នែកហិរញ្ញវត្ថុប្រធានក្រុមបាល់បោះម៉ែឲ្យនេះគឺជាចំណុចល្អដែលគេមិនសូវរំលេចបំផុតហើយឮថាគាត់បានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុនៅខាងក្រៅរួចហើយខ្ញុំចង់ទៅធ្វើការនៅក្រុមហ៊ុនគាត់ណាស់10ឆ្នាំហើយបងស្រីតើបងនៅឯណាភ្លេចខ្ញុំបាត់ទៅហើយដឹងសឿនយៀនខ្ញុំចូលចិត្តឯងសុំទោសផងខ្ញុំមានមនុស្សដែលខ្ញុំចូលចិត្តហើយខ្ញុំដឹងតើបងស្រីឯងមែនទេឯងនិយាយបែបនេះដាក់ស្រីគ្រប់គ្នាដែលមកសារភាពស្នេហ៍ខ្ញុំបានសួរមិត្តរួមបន្ទប់ឯងហើយម្នាក់នោះចេញទៅបាត់10ឆ្នាំហើយមិនត្រឡប់មកវិញទៀតទេនាងនឹងត្រឡប់មកវិញមុនពេលនាងត្រឡប់មកវិញឯងក៏អាចសាកល្បងជាមួយអ្នកផ្សេងបានដែរតែឧទាហរណ៍ដូចជាខ្ញុំសៀវយៀនបងស្រីមិនក៏បងនៅទីនេះខ្ញុំមានសង្សារហើយគឺគាត់នឹងឯងខ្លាចជាសង្សារគេបាត់ឬមួយក៏ត្រូវអេដូតាក់ទងរឿងល្អបែបនេះទីបំផុតធ្លាក់មកដល់វិញខ្ញុំហើយមែនទេសៀវយៀនខ្ញុំខ្ជិលឯងបន្តិចសិនហើយឯងមិនខឹងទេមែនទេមិនអីទេ10ឆ្នាំហើយឯងធំដល់ប៉ុណ្ណេះហើយអញ្ចឹងបងត្រូវតែមើលខ្ញុំឲ្យច្បាស់ម្ដងទៀតឯងមើលឯងលេងដៃសិនទៅតិចទៀតពិបាកបកស្រាយឥឡូវហើយយ៉ាងម៉េចខ្លាចសង្សារបងឃើញមែនទេខ្ញុំអ្នកណាទៅបងទៅបាត់យូរយ៉ាងនេះច្បាស់ជាមានសង្សារហើយមិនប្រកាសថាប្រហែលជារៀបការហើយផងទេដឹងពិតណាស់គឺមិនទាន់ទេក្មេងតូចឯងគិតផ្ដេសផ្ដាសអីហ្នឹងកុំចាត់ទុកខ្ញុំជាកូនក្មេងទៀតអីអាយុ20ឆ្នាំហើយជួយផងសឿនយៀនពេលធំឡើងសង្ហាយ៉ាងនេះហើយមកចិត្តយ៉ាងនេះទៀតខ្ញុំចង់តែដាច់ខ្យល់ទេខ្ញុំធ្វើខ្លួនឯងបានខ្ញុំថាឯងទៅណាហើយតើសង្សារមែនអត់ទេខ្ញុំមិនមែនទេអ្នកយល់ច្រឡំហើយមានរឿងអីនិយាយមកហាហាសួស្ដីបងថ្លៃស្រី
ខ្ញុំឈ្មោះកៅជឺជាមិត្តភក្តិតាំងពីតូចរបស់សឿនយៀនបងថ្លៃស្រីសួស្ដីបងថ្លៃស្រីខ្ញុំមិនមែនទេសៀវយៀនជាធម្មតាឯងក៏មងអាហារតាមកម្មវិធីអីផ្ញើលីងមកឲ្យខ្ញុំបន្តិចមកមែនអត់ខ្ញុំចង់ញ៉ាំតែទឹកដោះគោហើយសៀវយៀនឈីសៀវយៀនឯងពិតជាល្អមែនឈីក្នុងចិត្តគិតតែពីរឿងតែទឹកដោះគោខ្ញុំភ្លេចពាក់ខោអាវដេកមិនក៏សង្ហាយ៉ាងនេះមិនបានទេខ្ញុំត្រូវតែស្ងប់អារម្មណ៍មិនបាច់ទេឥឡូវត្រឡប់ទៅវិញហើយខ្ញុំនៅចង់នៅជាមួយបងមួយផ្លែតទៀតតើមានរឿងអីហេតុអីខ្លាចបងបាត់ខ្លួន10ឆ្នាំទៀតមិនអញ្ចឹងទេខ្ញុំសន្យានឹងអញហើយខ្ញុំនឹងមិនទៅចោលដោយមិនប្រាប់នោះទេអ្វីដែលខ្ញុំចង់បានមិនមែនការមិនលាគ្នាទេតែគឺមួយជីវិតខ្ញុំជាមនុស្សក្នុងពិភពលោកនេះមួយជីវិតសម្រាប់ខ្ញុំពិភពលោកនេះគឺខ្ញុំបានហើយកុំគិតច្រើនពេកប្រញាប់ត្រឡប់ទៅសម្រាកទៅខ្ញុំទៅមុនហើយស្នេហាអមតៈសុំទោសផងថ្ងៃនេះក្រុមហ៊ុនមានរឿងបន្ទាន់ខ្ញុំប្រហែលជាមិនបានកម្របងដើរលេងទេមិនអីទេខ្ញុំទៅម្នាក់ឯងក៏បានដែរប្រជុំរួចចាំកងរកខ្ញុំយើងទៅញ៉ាំអីឆ្ងាញ់សង្ហាមនុស្សអីសង្ហាដល់ហើយខ្ញុំកំពុងគិតអីនឹងយូហួនគេគឺជាមនុស្សដែលឯងត្រូវជួយសង្គ្រោះឯងមកទីនេះដើម្បីរ៉ារ៉ាំងគេមិនឲ្យសម្លាប់ខ្លួននៅ5 ឆ្នាំក្រោយឡាននេះមើលទៅលយណាស់ដល់ហើយសុំទោសផងខ្ញុំដេកលក់បាត់ឯងប្រជុំយឺតពេកហើយដឹងធ្វើជាមេកៃត្រូវធ្វើជាគំរូមិនក៏មិនអីទៅវិញសុំទោសខ្ញុំមិនមានបំណងកេងចំណេញពីឯងទេខ្ញុំជួយជូតឲ្យឯងមិនបាច់ទេខ្ញុំឡើងទៅបែបនេះហើយពួកគេនឹងដឹងថាហេតុអ្វីខ្ញុំមកយឺតតោះទៅជាមួយខ្ញុំមិនបានទេវាឲ្យស្លាប់ក៏ខ្ញុំមិនទៅដែរខ្ញុំទៅដល់លេងហើយណាមានរឿងអីហ្នឹងគ្រាន់តែថាប៉ះគ្នាដោយចៃដន្យអសោះមែនទេហេតុអីបេះដូងលោតញាប់ម្លេះខ្ញុំមិនមែនពិតជាចូលចិត្តគេទេដឹងមិនបានទេអ្នកគ្រប់គ្រងមិនអាចលងស្រឡាញ់អីដូទេជាងនេះទៅទៀតគេគ្រាន់តែជាតួអង្គក្នុងក្រដាសជាតួអង្គក្នុងតុកតាអានយូហួនឯងត្រូវតែដឹងខ្លួនឡើងណែឈប់សិនហ៊ានប៉ះលើក្បាលយាយទួតឯងផងចាំមើលខ្ញុំចាត់ការឯងយ៉ាងម៉េចហឺឯងលួចអីវ៉ាន់ហ៊ានលួចកាបូបខ្ញុំផងកុំវាយចាំមើលខ្ញុំប្រដៅឯងជួយផងមានអ្នកជួយប្តឹងប៉ូលីសឲ្យខ្ញុំទេមិនបានលួចទេសមត្ថកិច្ចតើលោកមានឃើញក្មេងស្រីម្នាក់ពាក់រ៉ូបពណ៌តែមើលទៅទន់ខ្សោយទេក្មេងស្រីពាក់រ៉ូបឃើញម្នាក់ដែរប៉ុន្តែនាងមិនទន់ខ្សោយតតែសោះណាបងមិនអីទេមែនទេខ្ញុំមិនអីទេអំបញ្ញមិញខ្ញុំលឺប៉ូលីសប្រាប់ថាពេលឯងមកឯងបើកបរលើសល្បឿនទៀតឯងមិនអាចធ្វើបែបនេះទេក្មេងបើកឡានខ្ញុំលែងជាក្មេងទៀតហើយអាយុ20ឆ្នាំហើយខ្ញុំអាចការពារបងបានហើយតើបងអាចផ្ដល់ឱកាសឲ្យខ្ញុំបានទេបានហើយឯងស្ងប់អារម្មណ៍សិនទៅល្អទេបើមានរឿងពាក់ព័ន្ធនឹងបងតើឲ្យខ្ញុំស្ងប់អារម្មណ៍ម្ដេចនឹងបានក្រសែភ្នែកអំបញ្ញមិញនេះ
មិនក៏ដូចគ្នាបេះបិទនឹងក្រសែភ្នែកពេលដែលប្រែជាអាក្រក់នៅក្នុងតុតាអញ្ចឹងឬមួយក៏ខ្ញុំមើលខុសទេដឹងបងស្រីមិនក៏បងមកទីនេះតើបងមកមើលខ្ញុំលេងបាល់បោះមែនទេរឿងនេះជាស្នាដៃអញមែនទេវាសំតែទទួលហើយអញធ្វើហួសហេតុពេកហើយទោះបីជាគេអ្នកធ្វើក៏អញមិនអាចធ្វើបែបនេះដែរនេះជាអំពើខុសច្បាប់គេឃើញមុខអញហើយចុះបើថ្ងៃក្រោយគេរកមនុស្សមកសងសឹកឯងតើគិតយ៉ាងម៉េចខ្ញុំមិនអាចបណ្ដោយឲ្យបងទទួលរងការគំរាមកំហែងណាលេងអញដឹងខុសហើយនៅតែប្រព្រឹត្តទៀតខ្ញុំលែងនិយាយរកអញហើយបងស្រីកុំទៅអីខ្ញុំមិនចូលចិត្តអញបែបនេះទេបងស្រីបងមិនដឹងទេថា10ឆ្នាំដែលបងចាក់ចេញនេះខ្ញុំបារម្ភកម្រិតណារាល់ថ្ងៃខ្ញុំតែងតែបារម្ភថាបងនៅក្នុងពិភពមួយផ្សេងទៀតនឹងត្រូវគេធ្វើបាបខ្ញុំពិតជាខ្លាចណាស់ក្នុងការបាត់បង់បងម្ដងទៀតតើបងព្រមអភ័យទោសឲ្យខ្ញុំទេល្អទេអញ្ចឹងឯងត្រូវសន្យាថាថ្ងៃក្រោយនឹងមិនធ្វើរឿងបែបនេះទៀតទេអែមខ្ញុំសន្យាថ្ងៃក្រោយដាច់ខាតមិនធ្វើរឿងដែលធ្វើឲ្យបងខឹងឡើយក្មេងល្អទៅនេះជាសៀវយានដែលខ្ញុំចូលចិត្តបងស្រីចង្រៃឃើញមុខសង្ហានេះហើយទប់ចិត្តមិនបានសោះអញលេងបាល់បន្តទៅចុះខ្ញុំទៅមុនហើយដូច្នេះឯងក៏ទប់ចិត្តមិនបានទៅអោបគេដោយខ្លួនឯងមែនទេអែមឥតជាភ្លេចខ្លួនមួយពេលមែនមិនបានតាំងចិត្តទេខ្ញុំធានាមិនចម្លែកទេកាលពីតាមដានមើលតុកតានោះឯងយកមុខគេពេលងូតទឹកទៅបិទលើខ្នើយអោបហើយអោបដេករាល់ថ្ងៃឯងគិតថាខ្ញុំមិនដឹងពីឯងមែនចូលចិត្តគេចង់ងាប់ទៅហើយពិតជាអញ្ចឹងមែនទេខ្ញុំលងស្រឡាញ់សឿនយានហើយមែនទេសង្ហាដល់ហើយយូហួនស្ងប់អារម្មណ៍បន្តិចប្រតិកម្មរាងកាយមិនចេះកុហកមនុស្សទេឯងចង់អោបគេមានន័យថាឯងចូលចិត្តគេហើយតើខ្ញុំពិតជាលងស្រឡាញ់សឿនយានហើយមែនទេនាងមុខមាត់លបួងគេយ៉ាងនេះមើលទៅក៏ដឹងថាមិនមែនជាស្រីត្រឹមត្រូវដែរមិនប្រកាសថាជាស្រីលក់ខ្លួននៅខាងក្រៅផងក៏មិនដឹងពួកយើងតាមស្រឡាញ់សឿនយានជាង1ឆ្នាំហើយបែរជាត្រូវស្រីលក់ខ្លួនម្នាក់ឆក់យកទៅបាត់ខឹងចង់ស្លាប់ហើយមិនបានទេខ្ញុំត្រូវយកមុខនាងទៅអេឌីតបន្តិចសិនហើយបង្ហោះចូលក្នុងទំព័រសារភាពស្នេហ៍ដោយដើម្បីឲ្យសឿនយានដឹងថានាងជាមនុស្សប្រភេទណាយូហួនឯងមិនក៏ឯងមកនៅទីនេះបើខ្ញុំមិននៅទីនេះមិននឹងដឹងថាពួកឯងលួចធ្វើរឿងអាក្រក់នៅពីក្រោយខ្នងនោះខាត់តែពួកយើងជាមិត្តរួមថ្នាក់នឹងគ្នាពួកឯងធ្វើបែបនេះគឺហួសហេតុពេកហើយពួកយើងបានធ្វើអីឯងកុំមកចោទប្រកាន់ពួកយើងផ្ដេសផ្ដាសនោះគឺពួកយើងគ្រាន់តែនិយាយលេងប៉ុណ្ណោះក៏មិនទាន់មានបំណងធ្វើមែនតែនដែរតើពួកឯងចេះលុបតើខ្ញុំមិនចេះថតអេក្រង់ទុកទេមែនទេចុះឯងចង់យ៉ាងម៉េចហែកមុខនាងចេញមកចាំមើលនាងយកមុខឯណាទៅញ៉ាយសឿនយានទៀតឈប់ភ្លាមពួកឯងចង់ធ្វើអីពួកយើងសុំទោសឲ្យពួកនាងសុំទោសជាសាធារណៈហើយចាក់ចេញពីសាលានេះទៅគុំអីពួកនាងក៏មិនបានធ្វើអ្វីខ្ញុំដែរកុំភ្លេចវាចោលទៅក្នុងនាមជាមនុស្សពេញវ័យការប្រឌិតរឿងអហភិគឺជាបទល្មើសព្រមទណ្ឌទៅហើយការទាមទារឲ្យនាងសុំទោសជាសាធារណៈវាជារឿងត្រឹមត្រូវហើយម្យ៉ាងវិញទៀតមនុស្សដែលមានចរិតថោកទាបបែបនេះមិនសាកសម្រៀននៅសាកលវិទ្យាល័យតែមួយជាមួយពួកយើងទេវាមិនធ្ងន់ធ្ងរដូចឯងនិយាយទេឲ្យតែពួកនាងសុំទោសខ្ញុំនឹងមិនយកទោសបីទេមិនបានទេចុះធ្វើបែបណាទើបបងបាត់ខឹងធ្វើបែបណាទើបបងព្រមអភ័យទោសឲ្យពួកគេមកថាបខ្ញុំមួយមករឿងអីនឹងឯងត្រូវគេវាមែនទេណែឯងលួចបំពេញបងថ្លៃស្រីមែនទេពាក់ព័ន្ធអីនឹងឯងឆាប់ទៅលេងបាល់អូខេញ៉ាំទឹកបងថ្លៃខ្ញុំគ្មានទឹកញ៉ាំទេទៅទិញខ្លួនឯងទៅអរគុណបងថ្លៃស្រីចុះរបស់ខ្ញុំនោះទៅទិញខ្លួនឯងទៅនេះជារបស់ដែលបងថ្លៃទិញឲ្យខ្ញុំតើគូស្នេហ៍ពួកឯងជិះជាន់ខ្ញុំមែនទេនិយាយផ្ដេសផ្ដាសអីបងប្រុសពូកែណាស់បងប្រុសពូកែណាស់សឿនយានពាក់សម្លៀកបំពាក់អត្តពលកម្មសង្ហាណាស់មើលទៅសិចស៊ីណាស់នេះជាទេវបុត្រច្បាស់ណាស់ឯងមើលសាច់ដុំគេនោះសាច់ដុំណែនតែម្ដងខ្ញុំទ្រាំលែងបានហើយសឿនយានស៊ូកាលមុនក្នុងតុកតាសឿនយានតែងតែពាក់អាវធំខោវែងរហូតគ្មានឱកាសបានឃើញរាងកាយគេតតែសោះតាក់ទងនឹងរូបរាងរបស់គេ
ហាក់ដូចជាអ្នកនិពន្ធធ្លាប់ឆ្លើយតបពិសេសកាលពីមុនពេលខ្ញុំបង្កើតតួអាក្រក់នេះខ្ញុំប្រកាន់ខ្ជាប់គោលគំនិតថាមិនខ្លាចតួអាក្រក់មានចិត្តអាក្រក់ខ្លាចតែតួអាក្រក់ខ្ញុំពូរូបគេគ្រប់ចំណុចតាំងពីលើដល់ក្រោមសុទ្ធតែល្អឥតខ្ចោះសង្កត់ធ្ងន់ម្ដងទៀតគឺគ្រប់កន្លែងទាំងអស់ណាថ្ងៃអនាគតបើគេមានសង្សារច្បាស់ជាមានក្តីសុខខ្លាំងណាស់បងស្រីអំបញ្ញមិញខ្ញុំរត់ឈ្នះហើយអះឯងពូកែណាស់ខ្ញុំប៉ោងឯងញ៉ាំបាយទុកជារង្វាន់ល្អទេខ្ញុំអាចដូររង្វាន់ផ្សេងបានទេបានតើឯងចង់បានអីខ្ញុំចង់ឲ្យបងចូលចិត្តខ្ញុំក៏ចង់ណាត់ជួបបងដែរគឺបែបមានតែយើងពីរនាក់នោះអីបើបងយល់ព្រមខ្ញុំនឹងក្លាយជាមនុស្សដែលមានក្តីសុខបំផុតលើលោកថ្ងៃអនាគតបើគេមានសង្សារច្បាស់ជាមានក្តីសុខខ្លាំងណាស់កុំនិយាយពីអាហាភាសបែបនេះអីអាហាភាសត្រង់ណាទៅមិនក៏និយាយអ្វីដែលនៅក្នុងចិត្តចេញមកអញ្ចឹងកំពុងខ្សឹបគ្នារឿងអីទៀតហើយនៅថ្នាក់យើងរៀបចំញ៉ាំអាហារជុំគ្នាហើយស្នើឲ្យទៅខារ៉ាអូខេតយ៉ាងម៉េចដែរខ្ញុំមិនទៅទេមិនបានទេណាលើកនេះឯងឈ្នះហើយឯងត្រូវតែទៅណែម្យ៉ាងទៀតឯងត្រូវប៉ាវទៅស្គាល់មិត្តភក្តិឲ្យបានច្រើនក៏មិនមានរឿងអាក្រក់អ្វីដែរពួកយើងទៅជាមួយគ្នាយល់ព្រមពិតមែនញ៉ាំស្រាខ្ញុំមិនចេះញ៉ាំស្រាទេកំពុងធ្វើអីនឹងវ៉ាតោះគ្រប់គ្នាស្ងាត់បន្តិចសិនស្ដាប់ខ្ញុំនិយាយពី3ម៉ាត់លឿនឡើងថ្ងៃនេះពួកយើងនៅជុំគ្នាឯងនិយាយពី3ម៉ាត់មកពួកឯងពួកញ៉ាំស្រាខ្លាំងមែនស្រាប៉ុន្មានដប់នេះសម្រាប់ខ្ញុំគឺធម្មតាថ្ងៃនេះឯងឈ្នះការប្រកួតខ្ញុំក៏សប្បាយចិត្តជំនួសឯងដែរទូរស័ព្ទពិបាកទ្រាំណាស់ហាមកចូលរួមជាមួយពួកយើងតោះឥឡូវរៀបចំមួយសិនមកបងញ៉ាំស្រាលើកទី1ហើយមែនទេសឿនយានតើពិតជាសឿនយានកំពុងអោបខ្ញុំមែនទេតើឯងដឹងទេខ្ញុំលួចស្រឡាញ់ឯង5ឆ្នាំហើយឆ្មាប់ការផ្ការីកបាន5ឆ្នាំខ្ញុំក៏ស្រឡាញ់ឯង5ឆ្នាំដែរតាមពិតទៅប្អូនពិតជាងុយដេកណាស់ដឹកឃើញហើយពិតជាហត់ណាស់បងស្រីចូលចិត្តខ្ញុំ5ឆ្នាំហើយវ៉ាវទេវបុត្រស្វាងស្រាហើយមិនដេកក្នុងបន្ទប់ឲ្យបានយូរបន្តិចទៀតខ្លាចយឺតម៉ោងយប់មិញខ្ញុំស្រវឹងមិនបានធ្វើរឿងអីប្លែកដាក់ឯងទេមែនទេយប់មិញខ្ញុំយកសពថាបានថាប់មាត់គេសង្ឃឹមថាត្រឹមតែជាសុបិនចុះក៏គ្មានរឿងប្លែកអីដែរគ្រាន់តែបន្ទាប់ពីស្រវឹងហើយក៏ចាប់បង្ខំថាប់ខ្ញុំហើយនៅចង់ដោះឲ្យខ្ញុំទៀតមើលណែធ្វើឲ្យខ្ញុំរបួសទៀតផងព្រះឲ្យខ្ញុំបានធ្វើអីខ្លះទៅត្រូវទទួលខុសត្រូវចំពោះខ្ញុំទេអ្វីឬក៏និយាយម្យ៉ាងទៀតតើបងស្រីព្រមធ្វើជាសង្សារខ្ញុំទេខ្ញុំចូលចិត្តបងខ្ញុំក៏ដឹងថាបងចូលចិត្តខ្ញុំដែរតើអាចធ្វើជាសង្សារខ្ញុំបានទេទោះជាយ៉ាងណាខ្ញុំត្រូវតែរំលឹកឯងគោលបំណងដែលឯងចូលក្នុងសៀវភៅគឺដើម្បីរារាំងគេមិនឲ្យសម្លាប់ខ្លួនសឿនយានខ្ញុំមិនអាចនៅជាមួយឯងបានទេហេតុអី
យកមិញបងនៅតែនិយាយថាចូលចិត្តខ្ញុំ5 ឆ្នាំហើយនោះមិនមែនជាក្តីស្រឡាញ់ទេវាជាការកោតសរសើរគឺជាទំនាក់ទំនងរវាងអ្នកគ្រប់គ្រងនិងអៃដលក៏អាចតាក់ទងជាមួយអ្នកគ្រប់គ្រងបានដែរតើអត់ទេភារកិច្ចរបស់ខ្ញុំគឺកុំដដែលរៀនសូត្រលួងឯងឲ្យសប្បាយចិត្តចុះបងនៅមិនទាន់ប្រាប់ខ្ញុំទេថាតើបងចូលចិត្តខ្ញុំទេសុំទោសបងថ្លៃកើជើងមិនក៏ឯងមកទីនេះខ្ញុំគ្រាន់តែចង់សួរបងថាតើបងនឹងស៊ឿនយានឆ្លោះគ្នាឬអត់ប៉ុន្មានថ្ងៃនេះគេឃុំខ្លួនឯងនៅក្នុងបន្ទប់មិនញ៉ាំមិនផឹកហើយក៏មិនជួបអ្នកណាដែរពួកយើងបារម្ភពីគេណាស់បងថ្លៃបងដឹងទេថា10ឆ្នាំនេះស៊ឿនយានឆ្លងកាត់យ៉ាងម៉េចគេនិយាយថាថ្ងៃដែលបងកើតមកគឺជាថ្ងៃមេឃស្រឡះដូច្នេះឲ្យតែជាថ្ងៃមេឃស្រឡះគេមិនធ្វើអ្វីទាំងអស់កាន់ខ្សែរបស់បងអង្គុយចាំបងក្រោមកម្ដៅថ្ងៃក្រោយមកគេនិយាយទៀតថាថ្ងៃដែលបងចាក់ចេញគឺពេលប្រឡប់ដូច្នេះឲ្យតែពេលប្រឡប់គេក៏យកខ្សែនេះទៅរងចាំបងនៅក្រោមអគារក្រុមហ៊ុនពេញមួយថ្ងៃនេះគឺមិនធ្វើអ្វីសោះមិនមែនទេគឺមានតែខ្ញុំទេដែលដឹងថាបងមានសារៈសំខាន់ប៉ុណ្ណាក្នុងចិត្តគេប៉ុន្តែបងដឹងទេប្រសិនបើបងដឹងច្បាស់ថាបងមិនអាចនៅជាមួយមនុស្សម្នាក់នេះទេតើបងនៅតែជ្រើសរើសនៅជាមួយគេឬអត់បងថ្លៃទោះខ្ញុំមិនដឹងថាហេតុអ្វីបងនិយាយថាវាត្រូវបានកំណត់ថាមិនអាចនៅជាមួយគេប៉ុន្តែខ្ញុំដឹងថាការស្រឡាញ់នរណាម្នាក់គឺត្រូវតែថ្នាក់ក្នុងគេនឹងរាល់ពេលវេលាដែលនៅជាមួយគេបើជាខ្ញុំនឹងមិនស្ទាក់ស្ទើរក្នុងការនៅជាមួយគេទេសូម្បីតែគេអាចនឹងចាក់ចេញទៅការចាក់ចេញនឹងផ្លាស់ប្ដូរសេចក្តីស្រឡាញ់របស់បងចំពោះគេគេនៅឯណាខ្ញុំរកបានហាងញ៉ាំត្រីមួយមានការវាតម្លៃល្អណាស់ចង់ទៅសាកជាមួយគ្នាទេកំពុងរៀនមែនទេអានយូហ៊ួនខ្ញុំសុំដកពាក្យសម្ដីថ្ងៃមុនវិញបងកុំមិនរវីរវល់នឹងខ្ញុំអីល្អទេសួស្ដីលេខទូរស័ព្ទដែលអ្នកកំពុងហៅបានបិទហើយសុំទោសលេខទូរស័ព្ទដែលអ្នកកំពុងហៅបានបិទហើយនេះធ្លាក់បែកឬក៏អស់ថ្មទៅយកឆ្នាំងសាកសិនបន្ទាប់មកកំហុកទៅឲ្យស៊ឿនយាននេះជាអន្តេវាសិកដ្ឋានស្រីខ្ញុំរកអានយូហ៊ួននៅខាងក្នុងទេអ្នកឲ្យខ្ញុំចូលទៅណែមិនបានទេស៊ឿនយានសំណាងល្អដែលគេមិនទាន់ទៅមានរឿងអីកុំមិនខ្វល់ពីខ្ញុំមិនតបសារខ្ញុំហើយក៏កុំមិនលើកទូរស័ព្ទខ្ញុំដែរខ្ញុំលែងនិយាយថាចូលចិត្តបងទៀតហើយក៏ឲ្យបងធ្វើជាសង្សារខ្ញុំអីទៀតហើយមិនចូលចិត្តទេបើឯងមិននិយាយតើឲ្យខ្ញុំយល់ព្រមនឹងឯងយ៉ាងម៉េចទៅបងមានន័យថាខ្ញុំគិតយល់ហើយផ្ដល់តម្លៃរាល់ថ្ងៃដែលបាននៅជាមួយឯងរឿងផ្សេងទៀតឲ្យវាទិនរកទៅខ្ញុំអានយូហ៊ួនយល់ព្រមធ្វើជាសង្សារឯងស៊ឿនយានជាអ្នកបង្ហោះរូបខ្លួនឯងមើលទៅអ្នកទាំងពីរនេះប្រកាសជាផ្លូវការមែនទែនហើយនិយាយតាមត្រង់ទៅអានយូហ៊ួនពិតជាស្អាតមែនពួកយើងប្រៀបផ្ទឹមមិនបានមែនខ្ញុំមានអារម្មណ៍ថាគឺមកពីអានយូហ៊ួនស្ទាក់ស្ទើរមិនព្រមយល់ព្រមស៊ឿនយានទេតាស៊ឿនយានប្រញាប់ចង់បានឈ្មោះជាផ្លូវការទើបបង្ហោះរូបនេះគូស្នេហ៍មួយគូនេះសុទ្ធតែមិនបានស្លាប់ស្រួលទេជួយផងខ្ញុំដែលជានិស្សិតផ្នែកសិល្បៈម្នាក់ឆ្លងភពមកហើយនៅត្រូវកំដរស៊ឿនយានរៀនផ្នែកហិរញ្ញវត្ថុទៀតអក្សរទាំងនេះស្គាល់ខ្ញុំតែខ្ញុំមិនស្គាល់វាទេយីសៀនឯងកំពុងធ្វើអីហ្នឹងហានខ្ញុំអង្វរែងសូមជួយនិយាយសុំអង្វរស៊ឿនយានឲ្យខ្ញុំផងខ្ញុំមិនចង់ត្រូវគេបញ្ឈប់ពីការសិក្សាទេខំមនុស្សខ្ញុំលុបចោលហើយឯងជួយអង្វរគេឲ្យខ្ញុំផងឯងក្រោកឡើងសិនមកស៊ឿនយានជាអ្នកឲ្យបញ្ឈប់ឯងពីការសិក្សាមែនទេខ្ញុំក៏ដោយសារតែការច្រណែនមួយទេទឹកមិនពាក្យថាគូស្នេហ៍ឆ្កែមួយគូនោះស៊ឿនយានយកបញ្ហានេះទៅប្រាប់ក្រុមប្រឹក្សាភិបាលសាលាបរិច្ចាគមន្ទីរពិសោធន៍ជាន់ទី3ទាមទារឲ្យសាលាបញ្ឈប់ខ្ញុំ
anh chuiអង្គគេឲ្យខ្ញុំផងបានទេហួសហេតុពេកហើយអញសន្យានឹងខ្ញុំហើយតើមិនក៏មិនចាំខ្ញុំទៅទទួលឯងរត់មកដោយខ្លួនឯងអញ្ចឹងឯងរងាទេតើអញបញ្ឈប់ពីយីសៀនពីការសិក្សាមែនទេខាងសាលាយោធាអាកប្បកិរិយាពួកគេមិនល្អការវិតម្លៃសរុបមិនឆ្លងកាត់ទោះបង្ខំឲ្យរៀននៅសាលាក៏មិនអាចបញ្ចប់ការសិក្សាបានដែរលេខជាក់ស្ដែងគឺឯងបរិច្ចាគអាគារដើម្បីគំរាមគេសឿនយានជាមនុស្សតែងតែមានកំហុសប៉ុន្តែនេះមិនមែនមានន័យថាពួកគេជាមនុស្សអាក្រក់មួយជីវិតទេប៉ុន្តែពួកគេមិនគួរមករករឿងបងទេមនុស្សទាំងអស់ដែលធ្វើឲ្យបងមិនពេញចិត្តចំពោះពិភពលោកនេះសុទ្ធតែត្រូវតែកម្ចាត់ចោលខ្ញុំមិនពេញចិត្តនឹងពិភពលោកនេះហើយចុះយ៉ាងម៉េចបងនឹងចាក់ចេញពីពិភពលោកនេះទៅមើលខ្ញុំមិនអនុញ្ញាតឲ្យពិភពលោកបែបនេះកើតឡើងទេតាមពិតនៅតែខ្លាចខ្ញុំចាក់ចេញពីពិភពតុកតាសឿនយានឯងស្ងប់ចិត្តចុះខ្ញុំនឹងមិនចាក់ចេញពីឯងដោយសារតែខឹងអ្នកអតីនោះទេឲ្យតែឯងមានសុខភាពល្អសប្បាយចិត្តនិងមានក្តីសុខទោះអ្នកអតីនិយាយអីធ្វើអីខ្ញុំក៏មិនខ្វល់ដែរខ្ញុំខ្វល់តែពីឯងប៉ុណ្ណោះព្រមមានប្រព័ន្ធមិនបានរកឃើញការកើនឡើងនៃសន្ទុះអាក្រក់របស់តួអាក្រក់ទេប្រព័ន្ធនឹងបញ្ចប់ការងុយដេកមុនការកំណត់ហើយបង្ខំឲ្យចាប់ផ្ដើមដំណើរការសៀវយានខ្ញុំត្រូវទៅហើយថ្ងៃក្រោយឯងត្រូវតែសប្បាយចិត្តចាំទេហេតុអីខ្ញុំមិនចង់ឲ្យបងទៅទេពួកយើងមិនមែនជាមនុស្សក្នុងពិភពលោកតែមួយទេការបែកគ្នាជារឿងដែលគង់តែនឹងកើតឡើងមិនយកទេមិនយកទេមិនហ្នឹងយកសពអាក្រក់មែនទេគឺជាយកសពអត់យកសពយូហួនកាលពីមុនតើបងមកកាន់ពិភពលោកនេះដោយរបៀបណាប្រើម៉ាស៊ីនឆ្លងភពតើបងប្រុសខ្ញុំជាអ្នកស្រាវជ្រាវផលិតបច្ចេកវិទ្យាខ្ពស់វាអាចបញ្ជូនមនុស្សចូលក្នុងពិភពសៀវភៅបានគឺរបស់នេះអាចប្រើសម្រាប់តាក់ទងពិភពពិតបានលើកនេះខ្ញុំមកបងប្រុសឲ្យខ្ញុំម្ដងទៀតនេះចុះបើម៉ាស៊ីនខូចតើបងនៅអាចត្រឡប់ទៅវិញបានទេជួសជុលរួចចាំមកម្ដងទៀតគឺបានហើយតើមានរឿងអីឯងបារម្ភថាខ្ញុំនឹងត្រឡប់ទៅវិញមែនទេឯងស្ងប់ចិត្តចុះខ្ញុំសន្យានឹងឯងហើយខ្ញុំនឹងមិនទៅទៀតទេខ្ញុំគ្រាន់តែបារម្ភភាពស្រស់បំព្រងទាំងអស់នេះមិនដូចជារឿងពិតទេអូលោកអគ្គនាយកមិននឹកសាងពិភពលោកពីរអ្នកក្នុងបន្ទប់ធ្វើការខ្លួនឯងតែជាមកកន្លែងខ្ញុំបញ្ចាំងភាពផ្អែមល្ហែមទៅវិញខ្ញុំចង់ចាប់ផ្ដើមគម្រោងថ្មីមួយឯងប្រញាប់សរសេរគម្រោងផែនការមួយមកឲ្យខ្ញុំប្រមូលផ្ដុំធនធានហិរញ្ញវត្ថុទាំងអស់របស់ក្រុមហ៊ុនដើម្បីជំរុញវាឲ្យអស់ពីគម្រោងនេះលេចចេញជារូបរាងឲ្យបានឆាប់តាមដែលអាចធ្វើទៅបានម៉ាស៊ីនឆ្លងភពពេលវេលាដើម្បីអានយូហួនខ្ញុំរងចាំ10ឆ្នាំហើយលើកនេះនាងពិបាកទើបត្រឡប់មកវិញខ្ញុំនៅតែត្រូវបារម្ភថានាងនឹងចាក់ចេញពីខ្ញុំម្ដងទៀតទាំងយប់ទាំងថ្ងៃចុះបើសិនជាថ្ងៃណាមួយនាងខ្ញុំមិនអាចអសកម្មបែបនេះទេចាំដល់ថ្ងៃដែលនាងចាក់ចេញពីខ្ញុំសឿនយានទម្រង់មុខឯងពិតជាស័ក្តិសមនឹងការតុបតែងខ្លួនជាអ្នកប្រាជ្ញណាស់ស្អាតណាស់តើឯងតុបតែងជាតួអង្គអ្វីទៅអ្នកប្រាជ្ញច្បាស់ជាត្រូវចាប់គូជាមួយបិសាចកញ្ជ្រោងហើយមើលនេះស្អាតទេពាក់អ្វីក៏ស្អាតដែរពួកឯងមុខមាត់ស្អាតណាស់ខ្ញុំលើកឯងហៅនាងថាបងស្រីឯងទាំងពីរជាបងប្អូននឹងគ្នាមែនទេខ្ញុំជាសង្សារនាងតើអារម្មណ៍រ៉ូមែនទិកខ្ញុំយល់ហើយអំបញ្ញមិញខ្ញុំនៅប្រកាសជាម្ចាស់កម្មសិទ្ធិយ៉ាងហុយហៀមិនក៏ឥឡូវខ្មាស់អៀនទៅវិញហើយមិនមែនចង់ឲ្យខ្ញុំហៅឯងថាបងប្រុសអ្នកប្រាជ្ញទេដឹងបងប្រុសអ្នកប្រាជ្ញសម្ដីរបស់បិសាចកញ្ជ្រោងកុំជឿប្រយ័ត្នគេខ្វេះយកបេះដូងទៅអានយូហួនសួស្ដីអ្នកទាំងពីរខ្ញុំជាបុគ្គលិកនៅតំបន់ទេសចរនេះការតុបតែងខ្លួនរបស់អ្នកទាំងពីរពិតជាស្រស់ស្អាតណាស់ស័ក្តិសមជាមួយទីក្រុងបុរាណយើងណាស់តើខ្ញុំអាចថតរូបអ្នកទាំងពីរមួយចំនួនបានទេដើម្បីបង្ហោះនៅលើ page ផ្លូវការរបស់យើងជាការតបស្នងយើងអាចជូនកាដូតូចដល់អ្នកទាំងពីរបានតើឯងព្រមទេឲ្យតែឯងចង់ធ្វើខ្ញុំព្រមទាំងអស់អរគុណអ្នកទាំងពីរសម្រាប់ការគាំទ្រក្នុងការកាដូជូនអ្នកទាំងពីរបានស្នាក់នៅសន្តាគារត្រូវហើយនេះជាសន្តាគារល្អបំផុតនៅតំបន់ទេសចរយើងយកបាននេះទៅចុះឈ្មោះនៅបញ្ចូលមុខសន្តាគារគឺបានហើយរួចរាល់ហើយបន្ទប់លេខ1701អរគុណ
មិនក៏មានក្រែតែមួយអញ្ចឹងមិនក៏មានក្រែតែមួយអញ្ចឹងសួស្ដីអាចសុំបន្ទប់មួយទៀតបានទេសុំទោសទីនេះនៅសល់តែបន្ទប់មួយទេអញ្ចឹងពួកយើងឆែកចេញហើយទៅរកសន្តាគារផ្សេងទៅសុំទៅសន្តាគារផ្សេងពេលនេះក៏ពេញអស់ហើយដែរពួកយើងដោយសារតែតម្លៃថ្លៃជាងគេដូច្នេះហើយទើបនៅសល់មួយបន្ទប់អ្នកទាំងពីរមិនមែនជាសង្សារនឹងគ្នាទេអីនិយាយអញ្ចឹងក៏ត្រូវប៉ុន្តែមិនអីទេឯងដេកលើក្រោយទៅខ្ញុំទៅដេកលើសាឡុងឯងមើលសាឡុងនេះទូលាយគួរសមដែរហើយទុនទៀតដេកមួយយប់មិនមានបញ្ហាទេយូហួនបងមិនអីទេមែនទេខ្ញុំមិនអីទេខ្ញុំឃ្លានហើយពួកយើងទៅញ៉ាំអីទៅល្អការតុបតែងខ្លួនរបស់ឯងនេះស្អាតណាស់អាចសុំវេចឆាត់បានទេសុំទោសផងខ្ញុំមានសង្សារហើយមិនអីទេត្រឹមជាសង្សារមិនមែនប្តីណាមិនថាឯងមានគម្រោងដូរថ្មីឬបន្ថែមមួយទៀតទេក៏អាចពិចារណាខ្ញុំបានដែរបើមិនចង់ត្រូវគេវាយទេប្រញាប់ទៅឲ្យបាត់ទៅធ្វើចរិតចាស់ទុំឯងកុំអីឯងដឹងទេថាខ្ញុំកំពុងនិយាយអ្វីយ៉ាងណាក៏ដោយអ្វីដែលគេនិយាយក៏មិនខុសដែរខ្ញុំគ្រាន់តែជាសង្សារប្តីក៏អាចផ្លាស់ប្ដូរបានដែរតើអូខ្ញុំនិយាយលេងទេសង្សារកុំខឹងអីកម្មវិធីបណ្ដែតប្រទីបបួងសួងចាប់ផ្ដើមហើយភ្ញៀវទេសចរដែលចង់បួងសួងសូមប្រញាប់ទៅមាត់ទន្លេពួកយើងក៏ទៅបណ្ដែតប្រទីបដែរទៅខ្ញុំមានបំណងប្រាថ្នាចង់ផ្ញើទៅទេវតាទន្លេបំណងប្រាថ្នាអីទៅឯងចង់ស្ដាប់ទេខ្ញុំចង់ឲ្យទេវតាទន្លេជួយការពារឲ្យខ្ញុំបានរួមរស់អស់មួយជីវិតសង្ឃឹមថាអានយូហួននឹងនៅក្បែរខ្ញុំរហូតទៅចង់មើលទូរទស្សន៍ទេបានតើឯងពេលបណ្ដែតប្រទីបតើឯងបានបួងសួងសុំអ្វីខ្លះសង្ឃឹមថាអានយូហួនខ្ញុំចង់ឲ្យរៀនចប់ភ្លាមអាចរៀបការជាមួយបងបានអីគេអ្វីដែលបុរសម្នាក់នោះនិយាយថ្ងៃនេះមិនខុសទេសង្សារគ្រាន់តែមួយរយៈប៉ុណ្ណោះមានតែប្តីទៅត្រឹមត្រូវតាមច្បាប់ដូច្នេះហើយតើបងយល់ព្រមទេបេះដូងលោតញាប់ណាស់តើលោតព្រោះតែខ្ញុំមែនទេសឿនយានជាតួអាក្រក់ដែលខ្ញុំចូលចិត្ត5ឆ្នាំមកហើយគេនិយាយថាចង់រៀបការជាមួយខ្ញុំគួរតែសប្បាយចិត្តទើបត្រូវពិតប្រាកដណាស់យល់ព្រមមិនថាបច្ចុប្បន្នឬអនាគតទេខ្ញុំនឹងនៅក្បែរឯងរហូត
សឿនយានខ្ញុំនៅតែមិនដាច់ចិត្តអែមខ្ញុំនៅតែមិនដាច់ចិត្តអែមឯងដេកសិនទៅខ្ញុំទៅងូតទឹកឲ្យត្រជាក់ចិត្តបន្តិចសិនបងប្រុសបងតាបងឮទេមានរឿងអីតើបងអាចជួយរកវិធីឲ្យខ្ញុំបានទេដើម្បីឲ្យខ្ញុំនៅក្នុងពិភពតុក្កតានេះរស់នៅជាមួយសឿនយានអស់មួយជីវិតរួចសឹមត្រឡប់មកពិភពពិតវិញកុំភ្លេចថាពិភពពិតមួយថ្ងៃស្មើនឹង3ខែនៅក្នុងពិភពតុក្កតាកុំលាបពេលវេលាធំណាស់តាមពិតអញ្ចឹងសោះមិនចម្លែកទេដែល10ឆ្នាំនេះបងស្រីដូចជាយល់សប្តិគ្មានការផ្លាស់ប្ដូរអីសោះពេលវេលា10ឆ្នាំនេះសម្រាប់គាត់គ្រាន់តែជាង1ខែប៉ុណ្ណោះខ្ញុំដឹងតើដូច្នេះទោះបីខ្ញុំកំដរសឿនយានរស់នៅ70ទៅ80ឆ្នាំក្នុងពិភពតុក្កតាសម្រាប់ប៉ាម៉ាក់ខ្ញុំទើបតែបាត់ខ្លួន1ឆ្នាំប៉ុណ្ណោះអញ្ចឹងបងជួយប្រាប់ពួកគាត់ទៅថាខ្ញុំទៅរៀននៅបរទេសគឺបានហើយសូមអង្គរបងហើយបងពិតជាស្រឡាញ់គេមែនចង់នៅទីនោះកំដរគេដល់ចាស់ស្លាប់មែនទេការពិសោធន៍នេះបច្ចុប្បន្ននៅមានរឿងមិនទាន់ដឹងច្រើនទៀតចុះបើអញចាស់នៅទីនោះតើ1ឆ្នាំក្រោយត្រូវយកទម្រង់ជាយាយចាស់ត្រឡប់មកជួបប៉ាម៉ាក់វិញមែនទេប្រសិនបើបានចាស់ទៅជាមួយគេខ្ញុំក៏ព្រមដែរយូហ៊ួនខ្ញុំទើបតែដាក់ស្នើការពីម្សិលមិញថ្ងៃនេះក៏បង្ខំឲ្យពួកគេបញ្ចេញផែនការប្រតិបត្តិនេះមិនប្រញាប់ពេកទេមិនអាចទេយឺតមួយថ្ងៃខ្ញុំក៏មានភាគរយបាត់បង់គាត់ច្រើនមួយថ្ងៃដែរខ្ញុំអាចយកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំវិនិយោគទាំងអស់លើគាត់ឯងគ្រាន់តែជួយខ្ញុំឃ្លាំមើលគេក៏បានហើយមិត្តភក្តិតើអានយូហ៊ួនដឹងទេមិនចាំបាច់ដឹងទេឲ្យតែនាងមិនចាក់ចេញពីខ្ញុំម៉ាស៊ីនឆ្លងភពពេលវេលាដែលពួកយើងស្រាវជ្រាវបង្កើតឡើងគ្រាន់តែជាផលិតផលបច្ចេកវិទ្យាខ្ពស់សម្រាប់រកលុយប៉ុណ្ណោះប្រញាប់ឡើងអូយងុយដេកណាស់អូយយប់មិញខ្ញុំដេកយឺតពេកហ่ะហ្គេមនោះឯងបានលេងឬនៅសប្បាយលេងណាស់ពិតមែនណាកាលពីមុនពេលខ្ញុំមើលតុកតាក៏មានអារម្មណ៍ថាការសម្ដែងល្ខោននិយាយរបស់សាកលវិទ្យាល័យពេជ្រឆឹងគឺល្អមើលណាស់ថ្ងៃនេះមានសំណាងបានមកមើលផ្ទាល់ពិតជាអស្ចារ្យណាស់បងប្អូននិស្សិតទាំងអស់សូមអភ័យទោសក្នុងការជម្រាបជូនថាដោយសារតួឯកប្រុសស្រីរបស់យើងបានញ៉ាំអាហារហួសការកំណត់ពលចំណីអាហារដូច្នេះការសម្ដែងថ្ងៃនេះត្រូវតែលុបចោលដោយក្តីសោកស្ដាយសូមទោសផងមិនក៏អញ្ចឹងស្អីមែនអញ្ចឹងសួស្ដីជួយសង្គ្រោះបន្ទាន់ផងសូមសួរថាអ្នកទាំងពីរមានចំណាប់អារម្មណ៍ឡើងសម្ដែងល្ខោននិយាយទេការសម្ដែងថ្ងៃនេះមិនមែនលុបចោលហើយទេគឺខួបសាលានៅខែក្រោយតួឯករបស់យើងត្រូវការ1សប្តាហ៍ទើបចេញពីពេទ្យប៉ុន្តែរឿងដែលត្រូវហាត់សមនៅខែក្រោយជារឿងថ្មីពេលពួកគេចេញពីពេទ្យមកគឺហាត់សមមិនទាន់ទេហើយអ្នកទាំងពីរម្នាក់ជាស្រីស្អាតប្រចាំសាលាម្នាក់ទៀតជាប្រុសសង្ហាប្រចាំសាលាហើយក៏ជាសង្សារនឹងគ្នាល្មមជួយសង្គ្រោះបន្ទាន់ផងសូមអង្វរហើយចង់ទៅតើរាល់ដងពេលឃើញពួកគេសម្ដែងអាចពាក់សម្លៀកបំពាក់ស្អាតហើយនៅអាចជួបប្រទះជីវិតផ្សេងគ្នានៅលើឆាកទៀតផងអញ្ចឹងល្អណាស់ពួកយើងទៅក្លឹបល្ខោននិយាយមើលអត្ថបទរឿងទៅអូខេសឿនយាននេះជាអត្ថបទរឿងអ្នកទាំងពីរមើលវាឲ្យបានច្បាស់ទៅណាបើខ្ញុំចាំមិនខុសទេនាងនឹងត្រឡប់ទៅឋានសុខវិញនីវឡាងនិងកូនរបស់ពួកគេទាំងពីរនាក់នៅឋានកណ្ដាល1ឆ្នាំអាចជួបគ្នាបានតែម្ដងគត់នេះជាប្រផ្នូលអ្វីទៅសឿនយានសម្លៀកបំពាក់ទាំងនេះសុទ្ធតែស្អាតណាស់ឬថាសុទ្ធតែជាសម្លៀកបំពាក់កាត់ពិសេសសម្រាប់ការសម្ដែងណែអញ្ចឹងសាកល្បងមើលទៅបន្ទាប់មកឡើងឆាកឯងត្រូវចាំថាសងខ្ញុំវិញបើនាងព្រមរៀបការជាមួយខ្ញុំនឹងសងសម្លៀកបំពាក់វិញលេងសម្ដែងហើយមែនទេហាជានាងនៅមិនឆាប់ត្រឡប់ទៅឋានសុខជាមួយយើងទៀតប្រពន្ធសម្លាញ់
ប្រទេសសម្លាញ់ជួយអូនផងអ្នកទាំងពីរពីដើមឡើយមិនមែនជាមនុស្សក្នុងពិភពលោកតែមួយទេមានគង់តែនឹងចាក់ចេញទៅលែងដៃទៅប្រទេសសម្លាញ់ជួយអូនផងស្លាប់ក៏មិនលែងដៃដែរនឹងមិនឲ្យអូនចាក់ចេញពីបងទៀតឡើយលោកអ៊ំសឿនយានមិនចាក់ចេញពីអញទេនេះគ្រាន់តែជាការសម្ដែងទេសុទ្ធតែជារឿងคล้ายៗមិនមែនទេនេះគឺជាការបញ្ជាក់មួយបញ្ជាក់ថាបងនឹងចាក់ចេញពីខ្ញុំស្គាល់ខ្ញុំនឹងមិនចាក់ចេញពីឯងទេចាំខ្ញុំសម្ដែងចប់ខ្ញុំនឹងនាំអញទៅញ៉ាំត្រីនៅអាហារដ្ឋានល្អទេឯងសាកហិតមើលទៅក្លិនឈ្ងុយពីអាហារដ្ឋានហោះមកដល់ហើយបើទៅយឺតនៅសល់តែឆ្អឹងត្រីទេមិនទៅទេប្រពន្ធសម្លាញ់ប្តីសម្លាញ់មិនក៏ល្អយ៉ាងនេះអបអរសាទរសង្សារដែលសម្ដែងលើឆាកលើកដំបូងបានយ៉ាងជោគជ័យការ៉េមមានរឿងអីតើអំបញ្ញមិញគិតថាខ្ញុំពិតជានឹងទៅចោលមែនទេឯងស្ដាប់ខ្ញុំណាសឿនយានខ្ញុំអានយូហួនមិនមែនជាស្រីដែលងាយនោះទេបើបានយល់ព្រមធ្វើជាសង្សារអញហើយមានន័យថាខ្ញុំពិតជាស្រឡាញ់ឯងមែនស្រឡាញ់តែឯងម្នាក់គត់ស្រឡាញ់ចង់ងាប់ទៅហើយឯងសង្ហាយ៉ាងនេះតើឲ្យខ្ញុំដាច់ចិត្តបោះបង់ឯងចោលមិនដេចនឹងបានដូច្នេះសង្សារសម្លាញ់សូមជឿជាក់លើខ្លួនឯងបន្តិចទៅល្អទេបើមិននិយាយទៀតទេខ្ញុំយកទៅដូរហើយឯងបិទវាទៅហាធ្វើឲ្យអ្នកបានសន្ទុះអាក្រក់របស់តួអាក្រក់កើនឡើងប្រព័ន្ធចិត្តនឹងភ្ញាក់ឡើងហើយបងតើបងស្រាវជ្រាវដល់ណាហើយបើនៅក្នុងពិភពឆ្លងភពយូរពេកតើនៅក្នុងពិភពពិតក៏នឹងចាស់ទៅជាមួយគ្នាដែរទេអ្នកស្ម័គ្រចិត្តពិសោធន៍មួយចំនួនទើបតែចេញដំណើរមិនយូរប៉ុណ្ណាទេបច្ចុប្បន្ននៅមិនទាន់ទទួលបានទិន្នន័យឡើយទេ3ខែដល់កំណត់ហើយឯងគួរតែត្រឡប់មកវិញមួយជើងសិនទៅមកញ៉ាំបាយជាមួយប៉ាម៉ាក់មួយពេលសិនហើយក៏ត្រូវទៅបង្ហាញមុខនៅសាលាផងដែរតែការទៅមកមួយជើងនេះក្នុងពិភពតុកតាយ៉ាងហោចណាស់ក៏កន្លងផុតទៅ1 ឬ 2 ឆ្នាំដែរពេលត្រឡប់មកវិញសឿនយានចិត្តរៀនចប់បាត់ទៅហើយអញ្ចឹងមិនលំរៀបការយកឯងមកធ្វើប្រពន្ធទេឬអីដល់ពេលត្រឡប់មកពិភពពិតវិញប៉ាម៉ាក់រៀបចំឲ្យឯងម្នាក់ទៀតក៏មិនរាប់ថាជាការរៀបការត្រួតគ្នាដែរចេះតែចំអកខ្ញុំទោះយ៉ាងណាខ្ញុំមិនជ្រើសរើសអ្នកណាផ្សេងក្រៅពីសឿនយានទេអះបងប្រុសបងប្រញាប់ស្រាវជ្រាវរកម៉ាស៊ីនមួយដែលអាចនាំគេមកពិភពពិតបានទៅខ្ញុំពិតជាចង់នៅជាមួយគេឲ្យបានល្អមែនអស្ចារ្យណាស់ឯងគិតថាបងប្រុសលុយខ្ញុំបានមកពីខ្យល់បក់មែនទេមានសឿនយានហើយក៏ភ្លេចបងប្រុសឯងចោលបាត់ខ្ជិលនិយាយជាមួយបងហើយពេលនេះក៏យប់ណាស់ហើយដែរប៉ុណ្ណឹងចុះឯងមើលថែខ្លួនឯងឲ្យល្អផងណាមើលទៅនៅតែកិច្ចមិនរួចត្រូវតែត្រឡប់ទៅវិញមួយជើងសិនហើយបើសឿនយានដឹងគេច្បាស់ជាឈួតមិនខានលើកនេះខ្ញុំត្រូវតែប្រាប់រឿងរ៉ាវទាំងអស់នេះដល់គេខ្ញុំស្រឡាញ់គេទោះមានរឿងអ្វីកើតឡើងក៏នឹងប្រឈមមុខអនាគតជាមួយគេដែរមិនបោះបង់គេចោលម្នាក់ឯងទេសម្រាប់តាមនឹងចុះឥឡូវខ្ញុំទៅរកគេអានយូហួនឯងធ្វើបាបខ្ញុំខ្លាំងណាស់ឯងជាអ្នកណាខ្ញុំគឺជាប្រព័ន្ធដែលគ្រប់គ្រងពិភពតុកតានេះក៏ព្រោះតែឯងពិភពលោកនេះមានភាពវឹកវរអស់ហើយខ្ញុំដោយសារតែធម្មពលទាបពេកទើបត្រូវបង្ខំឲ្យគេទើបតែភ្ញាក់មកនៅពេលនេះមិននឹងអាចទៅរួចសឿនយានឥឡូវមានក្តីសុខណាស់មនុស្សនៅជុំវិញគេក៏គ្មានឱកាសធ្វើអាក្រក់ដែរគ្រប់គ្នាសុទ្ធតែរស់នៅយ៉ាងសុខសាន្តតើនេះមិនមែនជាទីបញ្ចប់ដ៏ល្អបំផុតទេឬអីល្អស្អីគេយោងតាមសាច់រឿងដើមតួឯកប្រុសសៀវមីងតួឯកស្រីស៊ូយ៉ាស៊ីលួចស្រឡាញ់សឿនយានពិភពលោកនេះគឺពឹងផ្អែកទាំងស្រុងលើតម្លៃភាពជូរចត់របស់តួឯកប្រុសនិងការទាញយកតម្លៃភាពអាក្រក់របស់តួអាក្រក់ដើម្បីផ្ដល់ធម៌ពលដំណើរការឥឡូវអ្នកទាំង3នាក់មិនស្គាល់គ្នាទេតម្លៃភាពអាក្រក់របស់សឿនយានបែរជាคล้ายទៅជាក្តីស្រឡាញ់100ចំពោះឯងទៅវិញតើនេះមិនមែនមានបំណងចង់វាបំបែកឆ្នាំងបាយខ្ញុំទេឬអីឆ្នាំងបាយឯងសំខាន់ជាងក្តីសុខរបស់មនុស្សទាំងនេះទៀតឬឯងដឹងស្អីបើគ្មានខ្ញុំពិភពលោកនេះនឹងដួលរលំនឹងលែងមានទៀតហើយថាម៉េចត្រូវហើយ
ពិភពលោកនេះគឺពឹងផ្អែកលើតម្លៃប្រតិបត្តិការទាំងពីរប្រតិបត្តិការឥឡូវឯងបានបង្កាប់តួអាក្រក់ឲ្យខ្លាចជាមនុស្សប្រុសដ៏រ៉ូមែនទិកឆ្កែចក់ខ្លាចជាឆ្កែស្រុកពួកគេមានក្តីសុខគឺគ្មានប្រយោជន៍តតែសោះពេលប្រព័ន្ធដួលរលំមនុស្សក្នុងតុតានឹងស្លាប់ទាំងអស់មិនអាចទេឯងមិនមែនភ្ញាក់ហើយទេអីឯងប្រកាសជាមានវិធីផ្សេងទៀតដើម្បីបែកពីគេមិនខានបំផ្លាញក្តីស្រឡាញ់100ដែលគេមានចំពោះឯងទៅជាតម្លៃភាពអាក្រក់គឺជាវិធីសាមញ្ញនិងមានប្រសិទ្ធភាពបំផុតហើយមិនបានទេខ្ញុំសន្យានឹងសៀវយានហើយខ្ញុំដាច់ខាតមិនបោះបង់គេចោលទេមិនអាចខុសសម្ដីបានទេអញ្ចឹងខ្ញុំនឹងដកហូតសំណាងរបស់គេធ្វើឲ្យគេប្រឡងធ្លាក់វិនិយោគខ្សែធនចេញក្រៅត្រូវឡានបុកពីការអង្គុយនៅផ្ទះក៏អាចជួបគ្រោះអគ្គីភ័យមិនក៏ឯងអាចធ្វើបែបនេះដាក់គេបានអញ្ចឹងគ្មានផ្លូវទេមួយគឺឲ្យមនុស្សនេះជួបប្រទះនឹងភាពខ្មៅងឹតក្នុងជីវិតឬក៏ប្រែជាអាក្រក់ព្រោះតែស្នេហាឯងជ្រើសរើសទៅបើជាខ្ញុំច្បាស់ជាជ្រើសរើសប្រែជាអាក្រក់ព្រោះតែស្នេហាបាត់បង់ស្នេហាយ៉ាងហោចណាស់គេក៏មានអាជីពទ្រព្យសម្បត្តិឋានៈនិងអំណាចគេឈ្មោះដែរបើគ្មានទេស្នេហាច្រើនប៉ុណ្ណាក៏ត្រឹមតែជាផ្កាក្នុងទឹកព្រះច័ន្ទក្នុងកញ្ចក់ដែរមើលឃើញតែប៉ះមិនបាន10 វិនាទីក្រោយបើមិនធ្វើការសម្រេចចិត្តទេខ្ញុំនឹងចាប់ផ្ដើមបង្វិលកិច្ចសន្យារបស់គេហើយ10 9 8 5 2 5 1 5 4 3 2ខ្ញុំជ្រើសរើសបែកពីសឿនយានខ្ញុំជ្រើសរើសបែកពីសឿនយឺល្អណាស់ខ្ញុំទុកពេលឲ្យឯង2 ថ្ងៃ2 ថ្ងៃនេះឯងត្រូវដំណើរការបន្តិចម្ដងដាស់តឿនគេបន្តិចម្ដងចុងក្រោយទម្លាក់លទ្ធផលថាចង់បែកគ្នាធ្វើបែបនេះទើបអាចឲ្យគេប្រែជាអាក្រក់បានសម្រេចខ្ញុំបានកំណត់រួចរាល់ហើយមិនអាចនិយាយពាក្យដែលបង្កើនចំណាប់អារម្មណ៍ល្អចំពោះគេទេសូម្បីតែពាក្យអរគុណក៏មិនបានដែរកុំបន្ទោសខ្ញុំអីនេះឯងជាអ្នកជ្រើសរើសដោយខ្លួនឯងទេក្រោយពីបញ្ចប់ភារកិច្ច2 ថ្ងៃនេះខ្ញុំនឹងបញ្ជូនឯងត្រឡប់ទៅវិញសឿនយានក៏នឹងបន្តរស់នៅក្នុងពិភពលោកនេះខ្លាចជាតួអាក្រក់នៅក្នុងពិភពលោកនេះឯងភ្ញាក់ហើយមានអារម្មណ៍យ៉ាងម៉េចដែរមិនក៏ខ្ញុំមកនៅមន្ទីរពេទ្យអញ្ចឹងបងសន្លប់នៅមុខអន្តេវាសិកដ្ឋានត្រូវគេឃើញក៏បញ្ជូនមកមន្ទីរពេទ្យពួកគេតែប្រាប់ខ្ញុំក៏ប្រញាប់មកតែម្ដងច្បាស់ជាប្រព័ន្ធធ្វើឲ្យខ្ញុំសន្លប់ហើយសំបីតែអរគុណក៏មិនឲ្យនិយាយដែរមែនទេខ្ញុំមិនអីទេ2 ថ្ងៃនេះពួកយើងញ៉ាំអីសាបសិនទៅចាំជាសះស្បើយសិនពួកយើងសឹមទៅញ៉ាំអីឆ្ងាញ់មួយពេលល្អទេឆ្ងាញ់ទេល្អក៏មិនឲ្យនិយាយដែរឬកុំភ្លេចភារកិច្ចដែលត្រូវញុះញង់នឹងធ្វើបាបគេនៅសល់ពេល1 ថ្ងៃនិង5 1 ម៉ោងទៀតពិបាកញ៉ាំណាស់នៅមានដំឡូងទៀតនេះជាដំឡូងដែលបងចូលចិត្តញ៉ាំបំផុតហើយក៏មានល្ពៅចំហុយដែលបងចូលចិត្តបំផុតដែរបងក៏បីតែភ្លក់បន្តិចទៅមិនញ៉ាំអ្វីសោះគឺមិនល្អចំពោះសុខភាពទេមិនឆ្ងាញ់ទេបងចង់យកវាទៅបោះចោលមែនទេកុំខ្ជះខ្ជាយអីអ្វីដែលនៅសល់ឯងជួយញ៉ាំវាឲ្យអស់ទៅតើមានចំណុចណាដែលធ្វើឲ្យបងខឹងឬទើបឲ្យខ្ញុំញ៉ាំបាយសរបស់បងបែបនេះគឺគ្រាន់តែខឹងនឹងឯងមែនទេមិនមែនទេយូហួនបងធ្វើអីហ្នឹងរលាកហើយមែនទេមិនក៏យំអញ្ចឹងក្នុងដៃឈឺណាស់ថ្នាំនេះណាលាបទៅត្រជាក់ស្រួលណាស់2 ថ្ងៃទៀតជាហើយយូហួនថ្ងៃនេះបងសន្លប់សំបីតែគ្រូពេទ្យក៏ពិនិត្យមិនឃើញថាហេតុអ្វីដែរតើបងកើតអីឲ្យប្រកាសទៅបើមានចិត្តណាចង់អោបគេឬឆ្លើយតបនឹងគេរាល់ទង្វើស្និទ្ធស្នាលណាមួយគេនឹងរងរបួសជីវិតនេះហេតុអ្វីក៏អយុត្តិធម៌យ៉ាងនេះ
ហាហាហាខ្ញុំមិនសួរទៀតទេហាហាហាចាំប៉ុន្មានថ្ងៃទៀតបងជាសះស្បើយពេលបងចង់ប្រាប់ខ្ញុំចាំបងប្រាប់ខ្ញុំក៏បានល្អទេបានហើយយំទៀតលេងស្អាតហើយណាមិនដឹងថាខ្ញុំធ្វើអ្វីឲ្យបងខឹងឬអត់ទេប៉ុន្តែខ្ញុំសុំទោសបងឲ្យខ្ញុំធ្វើអ្វីក៏បានដែរប៉ុន្តែសូមកុំធ្វើដូចពេលនេះអីបានទេប៉ុន្មានថ្ងៃទៀតខ្ញុំមកទទួលបងចេញពីពេទ្យរួចនាំបងទៅផ្សារទំនើបដើម្បីទិញអីវ៉ាន់ល្អទេថ្ងៃស្អែកខ្ញុំត្រូវសុំគេបែកគ្នាហើយមិនចូលចិត្តរបស់ទាំងនោះទេយើងមិនចាំបាច់ទុកវាទេនេះមិនមែនជាការ៉េមដែលបងចូលចិត្តញ៉ាំបំផុតទេបើចង់បោះចោលក៏បោះចោលទៅល្អចុះថ្ងៃក្រោយខ្ញុំនឹងរកលុយឲ្យបានច្រើនដើម្បីឲ្យបងចង់បោះចោលប៉ុន្មានក៏បានតាមចិត្តសន្ទុះអាក្រក់របស់សឿនយានមិនបានកើនឡើងសោះការធ្វើបាបបន្តិចបន្តួចរបស់ឯងមើលទៅគ្រាន់តែជាការងក់ខឹងតែប៉ុណ្ណោះអញ្ចឹងគួរបែបណាខ្ញុំធ្វើតាមដែលឯងប្រាប់ទាំងអស់ហើយសុំគេបែកគ្នាទៅណាឯងសុំបែកហើយមែនទេខ្ញុំមិនដាច់ចិត្តទេខ្ញុំទុកពេលឲ្យឯង10វិនាទី15សឿនយានអែមពួកយើងបែកគ្នាទៅនិយាយលេងជាមួយខ្ញុំមែនទេរឿងកំ pl ែងនេះមិនគួរឲ្យចង់សាយតតែសោះខ្ញុំនិយាយមែនទេណាពួកយើងបែកគ្នាទៅខ្ញុំគ្រាន់តែស្រឡាញ់រូបរាងខាងក្រៅរបស់ឯងប៉ុណ្ណោះពេលនេះខ្ញុំលេងឆ្អែតហើយលេងធុញហើយធុញទ្រាន់ហើយតើបងយល់ថាខ្ញុំដូចកូនឆ្កែមិនដូចឆ្កែចក់មែនទេខ្ញុំឆ្លាតណាស់ណាបងក៏ដឹងថាខ្ញុំរៀនឆាប់ចេះដែរតើបងកុំបោះបង់ខ្ញុំអីខ្ញុំលែងចូលចិត្តឯងទៀតហើយពីមុនខ្ញុំចូលចិត្តឯងក៏ព្រោះតែឯងគ្រាន់តែជាតួអង្គក្នុងតុកតាម្នាក់ប៉ុណ្ណោះខ្ញុំមិនដែលបានកាន់កាប់ឯងទេឥឡូវខ្ញុំបានឯងហើយឯងលែងមានភាពថ្មីថ្មោងសម្រាប់ខ្ញុំទៀតហើយប្រាកដណាស់ពួកយើងនៅខ្វះជំហានចុងក្រោយមួយទៀតតើបងចង់ប្រើរាងកាយរបស់បងដើម្បីទប់ខ្ញុំមិនឲ្យទៅមែនទេល្អណាស់ពាក្យប្រមាថមួយឃ្លានេះគឺចំគោលដៅតែម្ដងកម្រិតភាពអាក្រក់របស់គេចាប់ផ្ដើមកើនឡើងហើយខ្ញុំមិនដែលគិតតតែសោះថានឹងបានឬពាក្យបែបនេះចេញពីមាត់របស់អ្នកនោះក៏ព្រោះតែអ្នកមិនដែលយល់ច្បាស់ពីខ្ញុំអញ្ចឹងចុះខ្ញុំទៅសិនហើយកុំអីបើសិនជាអ្នកចង់បានរាងកាយខ្ញុំអាចបិទមាត់បានខ្ញុំលែងខ្វល់ទៀតហើយសឿនយានអ្វីគ្រប់យ៉ាងរបស់អ្នកគឺខ្ញុំជាអ្នកខ្ញុំចំណាយលុយដើម្បីឲ្យឪពុកម្ដាយអ្នកប្រព្រឹត្តល្អចំពោះអ្នកចំណាយលុយបង្កើតមូលនិធិសម្រាប់អ្នកបើមិនអញ្ចឹងទេតើអ្នកមានលុយឯណាទៅរៀននៅសាកលវិទ្យាល័យមានលុយឯណាបើក្រុមហ៊ុនសឿនយានខ្ញុំធ្លាប់ជួបមនុស្សប្រុសច្រើនណាស់ខ្ញុំមិនស្លាប់ដោយសារតែអ្នកម្នាក់ទេអ្នកពិតជាមានទេពកោសល្យខាងជេរប្រមាថមែនកម្រិតភាពអាក្រក់របស់គេកំពុងកើនឡើងលឿនណាស់អ្នកបន្តទៀតទៅអ្វីដែលខ្ញុំមានគឺអ្នកជាអ្នកដូច្នេះសូម្បីតែរូបខ្ញុំក៏ជារបស់អ្នកមិនអាចបោះបង់ខ្ញុំទេមួយនេះក៏អ្នកជាអ្នកខ្ញុំដែរតែអ្នកបែរជាភ្លេចទៅវិញពួកយើងទាំងពីរគឺដូចជាខ្សែមួយនេះអញ្ចឹងមិនអាចត្រឡប់ថយក្រោយបានទេស៊ីថៅឯងឲ្យខ្ញុំអោបគេម្ដងទៀតបានទេ
អូនស្រីហេតុអីបានជាអញមកលេចមុខនៅទីនេះគឺប្រព័ន្ធជាអ្នកបញ្ជូនខ្ញុំមកវិញបងប្រុសសូមខ្ចីឧបករណ៍បងបន្តិចសិនខ្ញុំត្រូវត្រឡប់ទៅរកស៊ឿនយានវិញចាំសិនម៉ាស៊ីនខូចហើយមិនអាចកំណត់ទីតាំងស៊ឿនយានបានទេនៅក្នុងពិភពសៀវភៅតុកតាបងក៏ឆ្ងល់ដែរហេតុអីបានជាមានតែសៀវភៅមួយនេះដែលមិនអាចឆ្លងកាត់បានមើលទៅពេលនេះប្រកាសជាស្នាដៃប្រព័ន្ធដែលឯងនិយាយនឹងហើយអញ្ចឹងបងប្រញាប់តាក់ទងទៅអ្នកនិពន្ធសៀវភៅតុកតាទៅគាត់ច្បាស់ជាមានវិធីមុនពេលម៉ាស៊ីនត្រូវបានប្រព័ន្ធដកហូតសិទ្ធបងបានរកគាត់រួចហើយអ្នកនិពន្ធដើមបាត់ដំណឹងឈឹងតាក់ទងលេងបានហើយកុំប្រាប់ណាថាពិតជាគ្មានវិធីត្រឡប់ទៅវិញមែនទេប៉ុន្តែគេរៀបការមានកូនជាមួយអ្នកផ្សេងបាត់ទៅហើយនៅតែបំភ្លេចគេមិនបានទៀតគាត់អាចជារបស់ខ្ញុំតែម្នាក់គត់ជារៀងរហូតសួស្ដីទ្រីស្ដាទីបំផុតអ្នកលេចមុខហើយអ្នកបានទិញយកក្រុមហ៊ុនសៀវគ្រប់ហើយថែមទាំងចាប់តួឯកប្រុសសៀវមីងនិងតួឯកស្រីស៊ូយ៉ាសៀយកមកឃុំឃាំងទៀតតើអ្នកចង់ធ្វើអ្វីឲ្យប្រាកដធ្វើឲ្យពិភពលោកមួយនេះដួលរលំ5ទីបំផុតខ្ញុំរកឃើញច្បាប់ប្រតិបត្តិការនៃពិភពលោកនេះហើយអ្វីដែលអ្នកចង់បានមិនមែនជារបស់នេះទេនិយាយមកតើលក្ខខណ្ឌអ្វីទើបអ្នកយកព្រំឯនាងត្រឡប់មកវិញប្រព័ន្ធហេតុអីអ្នកមកទីនេះស៊ឿនយានឈួតហើយគេសុំជួបពោះវៀនកម្រិតភាពអាក្រក់របស់តួឯកប្រុសស្រីឡើងដល់95ក៏ដើម្បីតែទាមទារមនុស្សម្នាក់ពីខ្ញុំមិនខុសទេអ្នកត្រូវតែជួយខ្ញុំសង្គ្រោះសៀវមីងនិងស៊ូយ៉ាសៀបញ្ចុះកម្រិតភាពអាក្រក់របស់គេឲ្យធ្លាក់មកត្រឹម50បើមិនអញ្ចឹងទេពិភពសៀវភៅតុកតានឹងដួលរលំគ្មាននរណាម្នាក់អាចរស់បានឡើយចាំសិនខ្ញុំមិនទាន់បានយល់ព្រមនៅឡើយទេចុះខ្ញុំអាចប្រាប់គាត់ពីមូលហេតុដែលពួកយើងបែកគ្នាពីមុនសិនបានទេមិនបានទេពេលនេះសមត្ថភាពខ្ញុំខ្សោយណាស់មិនអាចដោះសោការកំណត់បានទេប៉ុន្តែគេស្រឡាញ់អ្នកខ្លាំងណាស់អ្នកមិនបាច់ខ្លាចទេគឺស្អប់ខ្ញុំខ្លាំងណាស់ទើបត្រូវអាឡូគេនៅតែដូចពីមុនអញ្ចឹងរូបរាងមិនប្លែកសំបីបន្តិចរូបរាងរបស់ស៊ឿនយានពេលនេះគឺដូចបេះបិទទៅនឹងតួអាក្រក់នៅក្នុងព្រៃអញ្ចឹងស៊ឿនយានខ្ញុំត្រឡប់មកវិញហើយគ្រាន់តែពាក្យមួយឃ្លាស្រាលរបស់ខ្ញុំមានអ្វីទៀតទេពាក្យអ្នកថាខ្ញុំត្រឡប់មកវិញហើយមួយឃ្លានេះគឺចង់ធ្វើដូចជារឿងរ៉ាវពីមុនមិនធ្លាប់កើតឡើងអញ្ចឹងមែនទេកម្រិតភាពអាក្រក់95ខ្លាយជា96មានរឿងអីហ្នឹងកម្រិតភាពអាក្រក់របស់គេបែរជាកើនឡើងទៅវិញមិនមែនទេខ្ញុំចុះខ្ញុំគួរនិយាយអ្វីស្វាគមន៍ការត្រឡប់មកវិញឬមួយក៏លើកនេះនឹងមិនឲ្យអ្នកចាក់ចេញពីខ្ញុំទៀតទេខ្ញុំឈឺលោកអគ្គនាយកស៊ឿនអ្នកគ្រប់គ្រងកើមកដល់ហើយឲ្យកញ្ញាអានចុះទៅក្រោមយាមកាមឲ្យបានតឹងរឹងមិនបានទេមិនក៏អ្នកអាចធ្វើដាក់ខ្ញុំបែបនេះក្នុងពេលដែលត្រឡប់មកវិញហើយត្រូវតែត្រៀមខ្លួនធ្វើជាសត្វចាប់ក្នុងទ្រុងនេះទៅលោកអគ្គនាយកលីពួកយើងគួរតែប្រព្រឹត្តល្អចំពោះកញ្ញាអាននេះបន្តិចហេតុអីអ្នកមិនបានចាប់អារម្មណ៍ទេមានមុខមាត់ដូចនារីនៅក្នុងគំនូររបស់អគ្គនាយកស៊ឿនអូអគ្គនាយកស៊ឿនថ្ងៃនេះអារម្មណ៍ល្អណាស់តើមែនទេថ្ងៃនេះគឺជាថ្ងៃដែលទឹកមុខអ្នកស្រស់បំព្រងបំផុតក្នុងរយៈពេល6ឆ្នាំមកនេះនិយាយមកតើមានការអ្វីខ្ញុំទៅផ្លាស់ខោអាវសិនអ្នករងចាំខ្ញុំនៅទីនេះមួយផ្លែតប្រព័ន្ធនេះពិតជាគួរឲ្យធុញមែនមកបេសកម្មហើយមិនឲ្យគេយកវ៉ាលីមកទៀតទូរស័ព្ទនិងកាបូបលុយក៏មិនបានយកមកគួរធ្វើម៉េចទៅនេះទៅមើលសិនថាមានរឿងអីអានយូហួនពិតជាអ្នកមែនមិនចម្លែកទេដែលស៊ឿនយានថ្ងៃនេះមានទឹកមុខស្រស់បំព្រងមែនហើយខ្ញុំមានការរវល់បន្តិចសុំលាទៅសិនហើយ
អេកុំតន់អីបើអ្នកទៅទៀតសឿនយានប្រកាសជាឈួតម្ដងទៀតមិនខានសុំទោសផងអាឡូត្រូវតែមកណាខ្ញុំនិងអគ្គនាយកសឿននឹងទៅទាំងអស់គ្នាអូមែនហើយនៅមានមិត្តរួមថ្នាក់ចាស់របស់យើងអានយូហ៊ុនទៀតនាងក៏នឹងមកដែរនរណាថាខ្ញុំទៅកម្មវិធីជួបជុំអតីតនិស្សិតសាកលវិទ្យាល័យជានាងទៅមិនបានអេខ្ញុំមានការរវល់អ្នកទាំងពីរចាត់ចែងគ្នាអញចុះបាយថ្ងៃនេះយើងមានកម្មវិធីជួបជុំអតីតនិស្សិតខ្ញុំមិនដែលធ្លាប់បានទៅម្ដងណាទេហេតុអីមិនទៅកាលនោះអ្នកទាត់ខ្ញុំចោលពេញមួយសាលាដឹងរឿងអស់ហើយខ្ញុំទៅដើម្បីអីឲ្យពួកគេមើលការលេងសើចរបស់ខ្ញុំអ្នកចង់ទៅខ្ញុំថាមិនទៅវិញល្អជាងហាទៅណាមកចូលមួយអធិពលរបស់នារីក្នុងសុបិនពិតជាខុសគេមែនគ្រាន់តែអានយូហ៊ួនត្រឡប់មកវិញអគ្គនាយកសឿនយកព្រំលេខមុខបាត់ទៅហើយអ្នកទាំងពីរមិនមែនបែកគ្នាហើយទេត្រូវគ្នាវិញហើយតើនារីស្រស់ស្អាតយ៉ាងនេះអ្នកណាមើលហើយមិនវង្វេងនោះទោះបីជាអគ្គនាយកសឿនបញ្ចប់ការសិក្សាក្រោយពួកយើង1ឆ្នាំក៏ដោយតែយ៉ាងណាក៏ធ្លាប់ជាមិត្តរួមថ្នាក់4ឆ្នាំដែរខ្ញុំសូមស្នើឲ្យពួកយើងលើកកែវអបអរអគ្គនាយកសឿនមួយកែវទាំងអស់គ្នាសឿនយានមិនមែនចំណាត់ថ្នាក់លេខ1ប្រចាំចំនួនទេហេតុអីគេបញ្ចប់ការសិក្សាយឺត1ឆ្នាំអញ្ចឹងឆ្នាំដែលនាងចាក់ចេញដោយមិនប្រាប់លាននោះគេប្រៀបដូចជាមនុស្សឈួតតើចេញទៅក្រៅរកលុយគ្រប់កន្លែងយ៉ាងឈួតគេខ្វះលុយខ្លាំងណាស់ឬធ្វើគម្រោងគេទូចចង់វិនិយោគលុយទាំងអស់ដែលរកបានចូលទៅក្នុងគម្រោងម៉ាស៊ីនឆ្លងពេលវេលានៅឆ្នាំទី2ទើបចូលដល់ដំណាក់កាលសាកល្បងពេលនោះទើបគេត្រឡប់មករៀនវិញសឿនយានបង្កើតម៉ាស៊ីនឆ្លងពេលវេលាគឺដើម្បីខ្ញុំឬញ៉ាំឲ្យតិចបន្តិចទៅក្រពះអ្នកមិនល្អទេអ្នកមិនអីទេនិយាយថាអ្នកកំពុងស្រាវជ្រាវម៉ាស៊ីនឆ្លងពេលវេលានោះហេតុអីអ្នកមិនប្រើវាដើម្បីមករកខ្ញុំព្រោះខ្ញុំបានស្វែងយល់ច្បាស់ពីពិភពលោកមួយនេះហើយអំពីច្បាប់ប្រតិបត្តិការរបស់វាខ្ញុំមិនត្រូវការអ្នកទៀតទេស្ងៀមតិចទៅសៀវមីងនិងស៊ូយ៉ាសៀសុទ្ធតែជាមនុស្សគ្មានកំហុសអ្នកឆាប់ដោះលែងពួកគេទៅបើដោះលែងពួកគេតើអ្នកនៅត្រឡប់មកវិញទៀតទេខ្ញុំគឺដោយសារតែខ្ញុំតែហេតុអីក៏មិនឲ្យខ្ញុំនិយាយការពិតប្រាប់គេទៅឲ្យតែអ្នកដោះលែងពួកគេខ្ញុំនឹងយល់ព្រមគ្រប់យ៉ាងអ្នកគិតថាខ្ញុំនៅជាអ្នកទៀតឬអ្នកគឺដើម្បីជួយសង្គ្រោះពួកគេដោយការដែលអ្នកបានជួយសង្គ្រោះខ្ញុំកាលពីមុនអញ្ចឹងអ្នកគ្រាន់តែអាណិតខ្ញុំប៉ុណ្ណោះមិនដែលធ្លាប់ចូលចិត្តខ្ញុំតតែសោះសឿនយានខ្ញុំអ្នកកាន់តែខ្វាយខ្វល់ពីសៀវមីងនិងស៊ូយ៉ាសៀខ្ញុំកាន់តែចង់ធ្វើទារុណកម្មពួកគេអ្នកឯងឈួតហើយខ្ញុំឈួតយូរមកហើយសរុបមកខ្ញុំនឹងមិនដោះលែងពួកគេទេអ្នកកាត់ចិត្តទៅចុះទីនេះនៅឆ្ងាយពីទីក្រុងណាស់កុំគិតចង់រត់គេចឲ្យសោះមិនបានគិតចង់រត់គេចទេបញ្ចុះកម្រិតភាពអាក្រក់របស់សឿនយានសិនក៏បានដែរតើគួរនិយាយអ្វីឲ្យគេសប្បាយចិត្តទៅអ្នកនិយាយត្រូវហើយការដែលខ្ញុំជួយសង្គ្រោះអ្នកតាំងពីដំបូងខ្ញុំមិនបានគិតចង់ស្រឡាញ់អ្នកទេនោះសុទ្ធតែជារឿងនឹកស្មានមិនដល់ដូច្នេះអ្នកចង់និយាយថាអ្នកចូលចិត្តខ្ញុំឬបញ្ជាក់ឲ្យខ្ញុំមើលមកប៉ុណ្ណឹងបានហើយមែនទេតែមួយខ្សឹបសោះអ្នកពិតជាធុញទ្រាន់នឹងខ្ញុំមែនឬអត់បើមិនអញ្ចឹងទេគួរតែធ្វើដូចអានយូហ៊ួនខ្ញុំនឹកអ្នកខ្លាំងណាស់កម្រិតភាពអាក្រក់របស់គេធ្លាក់ពី95មួយមកនៅ95វិញហើយថយចុះហើយសឿនយានខ្ញុំក៏នឹកអ្នកដែរហេតុអីបងស្រី
ខ្ញុំអាយុ26ឆ្នាំហើយមិនបានទេពេលនេះនៅមិនទាន់បានទេហេតុអីមិនបានអ្នកស្រវឹងហើយខ្ញុំកំពុងដឹងខ្លួនច្បាស់ណាស់អ្នកមិនមែនចូលចិត្តខ្ញុំទេខ្ញុំគិតថាទំនាក់ទំនងពួកយើងអាចឈានទៅមុខមួយជំហានទៀតកុំអីអ្នកប្រកាសជានៅតែកុហកខ្ញុំដដែលអ្នកចង់ជួយសង្គ្រោះសៀវមីងនិងស៊ូយ៉ាសៀមិនអញ្ចឹងបង្ហាញភាពស្មោះត្រង់របស់អ្នកមកសឿនយានដៃរបស់អ្នកខ្ញុំដឹងថាខ្ញុំគ្មានតម្លៃអាចប្រើតែល្បិចថោកទាបទាំងនេះដើម្បីខាត់ខ្លួនអ្នកស្អប់ខ្ញុំខ្លាំងណាស់មែនទេខ្ញុំមិនស្អប់អ្នកទេចុះប្រតិកម្មរបស់អ្នកអំបញ្ញមិញនេះខ្ញុំគ្រាន់តែមិនចូលចិត្តពេលមានអ្នកបង្ខំខ្ញុំប៉ុណ្ណោះចាំអ្នកស្វាងស្រវឹងសិនចាំពួកយើងនិយាយគ្នាល្អខ្ញុំស្វាងហើយអ្នកនៅតែនៅទីនេះមែនទេទីនេះនៅឆ្ងាយពីទីក្រុងណាស់ខ្ញុំរត់គេចមិនរួចទេអ្នកយកវាមកធ្វើអីសឿនយានបានកាត់ផ្ដាច់ខ្សែយន្តមូលនិធិរបស់ក្រុមហ៊ុនសៀវគ្រប់ហើយជំហានបន្ទាប់គឺការទិញយកក្រុមហ៊ុនសៀវគ្រប់ទាំងស្រុងសៀវមីងកំពុងធ្វើកូដកម្មអត់អាហារអ្នកត្រូវតែប្រញាប់បញ្ចុះបញ្ចូលសឿនយានឲ្យដោះលែងសៀវមីងជាបន្ទាន់ខ្ញុំរកកន្លែងឃុំឃាំងពួកគេមិនឃើញទេប្រព័ន្ធកំណត់ទីតាំងគឺនៅក្នុងទូរស័ព្ទរបស់សឿនយានអ្នកអាចរកវិធីយកទូរស័ព្ទរបស់គេឲ្យបានគេពេលនេះមានការប្រុងប្រយ័ត្នចំពោះខ្ញុំណាស់ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពសឿនយានចេញក្រៅបាត់ហើយអញ្ចឹងខ្ញុំអាចលួចចូលទៅប្រើកុំព្យូទ័រគេបានទាំងនេះសុទ្ធតែជាគំនូររបស់អគ្គនាយកសឿនតែសឿនយានរៀនផ្នែកហិរញ្ញវត្ថុតើគេមិនចេះគូររូបតតែសោះអគ្គនាយកសឿនតាំងពីទិញភូមិគ្រឹះនេះរួចមកគាត់ចេះតែរៀនគូររូបរហូតកាលពីដំបូងគាត់គ្រាន់តែអោបរូបថតអ្នកហើយអង្គុយផ្លឹកក្រោយមកក៏ចាប់ផ្ដើមរកគ្រូមកបង្រៀនគាត់គូររូបរៀនគូរតែរូបមនុស្សប៉ុណ្ណោះគាត់មិនដែលនិយាយទេថាអ្នកជានរណាមានពេលមួយគាត់ស្រវឹងខ្លាំងអោបរូបគំនូររបស់អ្នកប្រាប់ថាមនុស្សដែលគាត់ស្រឡាញ់គឺរៀនខាងគូគំនូរពេលនោះទៅពួកយើងដឹងប៉ុន្មានឆ្នាំមកនេះគាត់តែងតែផឹកស្រាញឹកញាប់មែនទេហើយមិនចម្លែកទេដែលគាត់មានជំងឺក្រពះប៉ុន្មានឆ្នាំមកនេះមិនដែលដាច់ស្រាទេនៅក្នុងភូមិគ្រឹះនេះមានអាហារជួយបំពេញក្រពះដែរទេឧទាហរណ៍ដូចជាព័រមេលេបពោតឬក៏ល្ពៅអគ្គនាយកសឿនភាគច្រើនញ៉ាំសាច់គោអាំងនិងអាហារបរទេសគាត់មិនចូលចិត្តអាហារទាំងនេះទេមិនចូលចិត្តក៏ត្រូវតែញ៉ាំដែរអ្នកចេះបើកឡានទេជូនខ្ញុំចុះទៅទិញអីវ៉ាន់បន្តិចតែអគ្គនាយកសឿនផ្ដាំថាមិនឲ្យកញ្ញាអានចេញក្រៅទេខ្ញុំគ្រាន់តែទៅទិញអីវ៉ាន់ប៉ុណ្ណោះមិនរត់ចោលទេតោះទៅឲ្យនេសាទទិញចេញទៅអ្នកណាអនុញ្ញាតឲ្យអ្នកចេញមកក្រៅត្រឡប់ទៅវិញជាមួយខ្ញុំមកល្មមខ្ញុំអត់លុយអត់មានទូរស័ព្ទមកទេអ្នកប្រញាប់ចេញលុយឲ្យគេទៅឈៀតពេលគេកំពុងរវល់ប្រញាប់បើកកុំព្យូទ័ររកមនុស្សសិន
មើលទៅនៅសល់តែផ្លូវចុងក្រោយមួយទេគឺលួចទូរស័ព្ទរបស់គេសឿនយានយប់នេះអ្នកមិនសូវបានញ៉ាំអីទេញ៉ាំមីបន្តិចទៅអ្នកជាអ្នកស្ងល់ឬខ្ញុំខំស្ងល់ឲ្យរៀងភ័យបន្តិចវាល្អសម្រាប់ប្រពះពោះវៀនហើយនៅថែមល្ពៅនឹងពោតបារាំងទៀតផងតាមពិតនាងទៅផ្សារទំនើបទិញអីវ៉ាន់គឺដើម្បីតែខ្ញុំសោះត្រូវតែឲ្យគេឆាប់ចូលគេងទើបខ្ញុំអាចលួចទូរស័ព្ទគេបានថ្ងៃនេះឆាប់ចូលគេងបន្តិចទៅល្អទេហេតុអីក៏ព្រោះតែសំឡេងវាអសររបស់អ្នកខ្លាំងពេករំខានខ្ញុំគេងមិនលក់អ្នកឆាប់ចូលគេងបន្តិចទៅកុំធ្វើការទៀតអីសាកសមជាតួអាក្រក់មែនរូបរាងមុខមាត់នេះបើនៅក្នុងពិភពពិតគឺល្បីតាំងពីមិនទាន់ចូលសិល្បៈទៅហើយសាកលបងដោះសដោយផ្ទៃមុខសិនតើចាំបាច់ត្រូវតែបើកភ្នែកទៅបានឬយ៉ាងម៉េចមិនក៏នៅតែមិនបានទៀតតើគួរតែជាលេខសម្ងាត់អ្វីទៅថ្ងៃខែឆ្នាំកំណើតរបស់គេថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំឬនៅតែមិនត្រូវទៀតតើជាអ្វីឲ្យប្រកាសទៅខែ10អ្នកភ្ញាក់ហើយឬចូលមកក្នុងបន្ទប់ខ្ញុំធ្វើអ្វីខ្ញុំគេងមិនលក់ចង់មករកថ្នាំមួយគេងតើអ្នកដឹងទេថាប្រអប់ថ្នាំនៅឯណាអូខ្ញុំនឹកឃើញហើយខ្ញុំនឹងទៅយកឥឡូវនេះចង់មកក៏មកចង់ទៅក៏ទៅគ្មាននរណាប្រាប់អ្នកទេថាក្រែមនុស្សប្រុសមិនអាចឡើងផ្ដេសផ្ដាស់បានទេឥឡូវទើបដឹងយឺតពេកហើយឬនៅយឺតពេកបាត់ទៅហើយលេខសម្ងាត់អ្វីក៏អ្នកសាកល្បងអស់ហើយមានតែថ្ងៃគម្រប់ខួបរបស់យើងទេដែលអ្នកមិនបានសាកថ្ងៃគម្រប់ខួបឬមានន័យថាជាថ្ងៃដែលពួកយើងតាក់ទងគ្នាត្រឹមត្រូវហើយដូច្នេះតើអ្នកយកទូរស័ព្ទខ្ញុំទៅធ្វើអ្វីឲ្យប្រាកដកម្រិតភាពអាក្រក់92លះបង់ម្ដងហើយទោះយ៉ាងណាមួយជីវិតនេះក៏មិនបានគិតចង់ស្រឡាញ់បុរសផ្សេងទៀតដែរប៉ុន្តែអ្នកត្រូវតែសន្យានឹងខ្ញុំមួយរឿងសិនរឿងអ្វីការចាប់ជំរិតនិងឃុំឃាំងគឺខុសច្បាប់អ្នកអាចដោះលែងពួកគេសិនបានទេឲ្យតែអ្នកអាចត្រឡប់មកវិញធ្វើអ្វីក៏ព្រមដែរពេលនេះខ្ញុំកំពុងនៅក្បែរអ្នកហើយយ៉ាងហោចណាស់ក៏ជួយស្ដារខ្សែជ្រុនមូលនិធិរបស់សៀវគ្រប់ឡើងវិញដែរកុំឲ្យមនុស្សដែលគ្មានកំហុសទាំងនោះត្រូវរងគ្រោះដោយសារយើងអីបានទេស្ដារមូលនិធិរបស់សៀវគ្រប់ឡើងវិញគម្រោងដើមដំណើរការជាធម្មតានរណាគេនឹងកុំនិយាយអ្វីទាំងអស់នេះជាអ្វីទិញឲ្យអ្នកមិនក៏មានចិញ្ចៀនទៀតណាត់ជួបគ្នានៅទីក្រុងបុរាណកាលពី5ឆ្នាំមុនបណ្ដែតប្រទីបនៅមាត់ទន្លេអ្នកភ្លេចអស់ហើយឬខ្ញុំគិតថាពេលរៀនចប់នឹងរៀបការជាមួយអ្នកពេលរៀនចប់ខ្ញុំក៏ទិញវាទុកគិតតែពីរងចាំអ្នកត្រឡប់មកវិញនិងបំពាក់វាឲ្យអ្នកដោយផ្ទាល់ដៃសឿនយានសុំទោសអ្វីដែលខ្ញុំចង់ស្ដាប់មិនមែនជាពាក្យសុំទោសទេគឺប្រាប់ថាកុំនិយាយអ្វីទាំងអស់មិត្តភក្តិឲ្យខ្ញុំមិនចង់ឮចម្លើយដែលធ្វើឲ្យខ្ញុំភ័យខ្លាចនោះទេ
បើអ្នកមិនចង់បានទេរកកន្លែងណាមួយបោះវាចោលទៅចុះសឿនយានខ្ញុំយល់ព្រមរៀបការជាមួយអ្នកគុំកុហកខ្ញុំអីអ្នកអាចនិយាយកុហកអ្វីក៏បានលើកលែងតែរឿងមួយនេះខ្ញុំមិនបានកុហកទេបំពាក់ឲ្យខ្ញុំមកតើខ្ញុំកំពុងតែយល់សប្តិមែនទេចាំសិនមានរឿងអីសឿនយានខ្ញុំមកវត្តរដូវហើយនៅផ្ទះអត់មានទេខ្ញុំទៅទិញឲ្យអ្នកមិនបាច់ទេកុំមកយកមកដល់ផ្ទះក៏បានដែរមិនអីទេខ្ញុំក៏ចង់ចេញទៅស្រូបខ្យល់អាកាសខាងក្រៅល្មមដើម្បីបន្ធូរអារម្មណ៍បន្តិចអ្នកមីងបំរើមិនក៏មិនមកគាត់សុំច្បាប់ហើយអញ្ចឹងភូមិគ្រឹះទាំងមូលគឺសល់តែខ្ញុំម្នាក់ឯងទេខ្ញុំខ្លាចខ្ញុំទៅមួយផ្លែតនឹងត្រឡប់មកវិញហើយបើខ្លាចនោះអ្នកផ្ញើសារ WeChat មកខ្ញុំមកប្រើទូរស័ព្ទថ្មីហើយមែនទេខ្ញុំមិនទាន់បាន add WeChat អ្នកនៅឡើយទេអ្នកអានលេខគេ WeChat មកគឺលេខទូរស័ព្ទរបស់ខ្ញុំខ្ញុំចាំមិនបានទេអ្នកជួយអានវាម្ដងទៀតមកលើកនេះខ្ញុំច្បាស់ជាចាំបានក្នុងនាមជាគូដណ្ដឹងរបស់ខ្ញុំលេខទូរស័ព្ទក៏គ្មាន WeChat ក៏គ្មានបែបនេះចាត់ទុកជាស្អីទៅចាត់ទុកថាអ្នកស៊ុយទៅចុះរងចាំខ្ញុំត្រឡប់មកវិញណាសុំទោសខ្ញុំចង់ទិញរបស់ដែលមនុស្សស្រីប្រើពេលមកវត្តរដូវអូអ្នកចង់មានន័យថាសំឡេងអនាម័យតើអ្នកចង់បានប្រភេទប្រើពេលថ្ងៃឬពេលយប់ប្រភេទរាវឬប្រភេទធម្មតារោគរបស់នេះស្មុគស្មាញយ៉ាងនេះឬយកមួយមុខមួយមកល្អចំពោះមិត្តស្រីអ្នកខ្លាំងណាស់10អ្នកជាគូដណ្ដឹងអញ្ចឹងកាន់តែមានសុខមង្គលហើយក្មេងស្រីសម័យឥឡូវឲ្យតែពេលមកវត្តរដូវគឺត្រជាក់ដៃត្រជាក់ជើងនិងឈឺពោះសង្ហាឲ្យអ្នកត្រូវតែមើលថែនាងឲ្យបានល្អណាស់សូមអរគុណអ្វីហ្នឹងពិសេសមិនអីទេគឺជាសត្វប្រជៀវទេតើវាហើរទៅបាត់ហើយកុំខ្លាចអីចូលទៅវិញទៅខ្ញុំទិញរបស់ឲ្យអ្នករួចហើយខ្ញុំខ្លាចណាស់មិនអីទេកុំខ្លាចអីខ្ញុំបិទបង្អួចឲ្យអ្នករួចហើយអញ្ចឹងខ្ញុំទៅវិញសិនហើយខ្ញុំចង់ឲ្យអ្នកនៅកំដរខ្ញុំឲ្យបានយូរបន្តិចអញ្ចឹងយប់នេះខ្ញុំគេងកំដរអ្នកតាមពិតអ្នកខ្លាចខ្មោចសោះខ្ញុំខ្លាចរបស់ច្រើនណាស់ខ្លាចចង្រិតខ្លាចខ្មោចខ្លាចសត្វល្អិតចុះអ្នកវិញអ្នកមានរបស់ដែលខ្លាចទេមានតើពេលដែលអ្នកមិននៅទីនេះខ្ញុំខ្លាចខ្លាំងណាស់ពេលនេះអ្នកនៅទីនេះហើយខ្ញុំបែរជាខ្លាចអ្នកបាត់ខ្លួនភ្លាមម្ដងទៀតធ្វើបែបនេះពេលនេះតើមានអារម្មណ៍សុវត្ថិភាពទេមែនទេហ៊ួនយូហ៊ួនអាយូហ៊ួន
Ê, à, ê Du Huân, ê Du Huân, មានរឿងអីខ្ញុំគ្រាន់តែចេញមកស្ងោររមីមួយចាននៅក្នុងផ្ទះបាយប៉ុណ្ណោះអ្នកកុំបារម្ភអីខ្ញុំមិនទៅណាទេអ្នកកាន់កងដៃធ្វើអីខ្ញុំឃើញអ្នកទុកវាមិនពាក់ស្មានតែអ្នកមិនចូលចិត្តចាំពេលក្រោយខ្ញុំទិញថ្មីឲ្យអ្នកខ្ញុំមិនបាននិយាយថាខ្ញុំមិនចូលចិត្តឯណាខ្ញុំទៅដួសមីមួយចានឲ្យអ្នកកៅជឺជួយកុំងខ្សែដែលមានប្រព័ន្ធតាមដានមួយខ្សែទៀតឲ្យខ្ញុំមិនមែនមានកងដៃហើយទេនាងអាចនឹងដោះវាចេញអ្នកកុំងមួយខ្សែដែលខ្លាយជាងនឹងបន្តិចទៅខ្ញុំចង់ប្រកាសថានាងពាក់វានៅជាប់ខ្លួន24ម៉ោងបើអានយូហ៊ួនដឹងអ្នកច្បាស់ជាចាប់មិនខានទៅផ្លាស់ខោអាវទៅត្រូវចេញក្រៅនៅផ្នែករចនានោះបានរៀបចំតំណែងជាជំនួយការអ្នករចនាម្នាក់ឲ្យអ្នកចាប់ពីពេលនេះទៅត្រូវទៅធ្វើការនឹងត្រឡប់មកវិញជាមួយខ្ញុំទៅកុំប្រាប់ណាថាចង់ឲ្យខ្ញុំធ្វើការឲ្យអ្នកដោយមិនយកប្រាក់ខែឈឺណាស់ឆាប់ទៅនិយាយគ្នាមុនសិនត្រូវលាក់បាំងទំនាក់ទំនងរបស់យើងសិនអីខ្ញុំមិនចង់ឲ្យគេនិយាយថាខ្ញុំចូលដោយសារខ្សែយៈទេខ្ញុំចង់ពឹងលើសមត្ថភាពខ្លួនឯងយកឈ្នះចិត្តពួកគេគូដណ្ដឹងប្រធានក្រុមហ៊ុនក៏អាចមានសមត្ថភាពដែរតើវាមិនដូចគ្នាទេកាលពីមុននៅក្រុមហ៊ុនប៉ាខ្ញុំពួកគេគ្រប់គ្នាសុទ្ធតែយកចិត្តខ្ញុំសូម្បីតែពេលជួបជាមួយអ្នកហាត់ការសង្ហាម្នាក់គ្រាន់តែនិយាយគ្នាមួយម៉ាត់សោះគេបែរជាគិតថាខ្ញុំចង់ចិញ្ចឹមគេទៅវិញអ្នកហាត់ការប្រុសសង្ហែខ្ញុំនឹងខំប្រឹងធ្វើការឲ្យបានល្អលាហើយអគ្គនាយកសឿននេះគឺជាជំនួយការផ្នែករចនាថ្មីដែលទើបតែមកដល់នាងអង្គុយក្បែរចេនលូទៅចោះយល់ព្រមហេតុអីអគ្គនាយកសឿនដាច់ចិត្តឲ្យនាងមកធ្វើជាជំនួយការទៅវិញអ្នកទាំងពីរមិនមែនបែកគ្នាហើយទេហេតុអីអ្នកនៅទីនេះក្តីស្រមៃរបស់ខ្ញុំគឺការចូលធ្វើការនៅក្រុមហ៊ុនសឿនយានមិនអញ្ចឹងពួកយើងពិតជាមាននិស័យណែតែធ្វើជាមិត្តរួមថ្នាក់សោះឥឡូវខ្លាចជាមិត្តរួមការងារទៀតអគ្គនាយកសឿនហេតុអីអ្នកអញ្ជើញមកទីនេះខ្ញុំមកមើលថាក្នុងក្រុមហ៊ុនយើងមានអ្នកហាត់ការប្រុសសង្ហាដែរឬអត់អ្នកហាត់ការខ្ញុំមកក្រុមហ៊ុនដើម្បីមើលថាមានអ្នកហាត់ការប្រុសសង្ហាដែរឬអត់មិនអីទេដឹងអគ្គនាយកសឿនអ្នកចង់បានបុគ្គលិកប្រុសមកជួយថតផ្សាយពាណិជ្ជកម្មមែនទេក្រុមហ៊ុនថ្មីនេះគ្មានអ្នកហាត់ការប្រុសថ្មីទេតែខាងជំនួយការអ្នកដូចជាមានម្នាក់ដែរអូមែនឬអ្នកចំណូលថ្មីនៅមិនឆាប់ទៅចាក់ទឹកមួយកែវជូនអគ្គនាយកសឿនមែនក្រុមហ៊ុនណាក៏ប្រព្រឹត្តចំពោះបុគ្គលិកថ្មីដូចគ្នាដែរហឺឆាប់ទៅខ្ញុំចង់ញ៉ាំទឹកក្តៅនាងកាត់អីហ្នឹងសុំទោស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 ណាអគ្គនាយកសឿនសុំទោសផងនាងទៅតែមកថ្មីខ្ញុំនឹងស្ដីបន្ទោសនាងឥឡូវនេះហើយចាស់ស្នាមសាក់នេះពីមុនមិនក៏ខ្ញុំមិនដែលឃើញអគ្គនាយកសឿនបើមិនអញ្ចឹងទេអ្នកដោះអាវធំចេញមកចាំខ្ញុំយកទៅបោកស្ងួតចាត់ទុកថាជាការសុំទោសលោកបានទេអ្នកមកតាមខ្ញុំមកអ្នកហាត់ការប្រុសសង្ហាមានរឿងអីឲ្យប្រកាសទៅនោះសុទ្ធតែជារឿងអតីតកាលហើយសង្ហាទេមិនខ្ពស់ជាងអ្នកមិនសង្ហាជាងអ្នកមិនមានលុយច្រើនជាងអ្នកបានហើយឬនៅហេឈឺទេមិនស្មើនឹងការឈឺចាប់ដែលអ្នកចាក់ចេញទៅនោះទេស្អាតណាស់ជូនខ្ញុំឬ
អញ្ចឹងល្អសូមកុំឲ្យលេចសោះយ៉ាងមិនដែរប្រធានក្រុមហ៊ុនយើងសង្ហាទេប៉ុន្តែខ្ញុំសុំទូនមានអ្នកគុំទៅចំណាយពេលលើគេអីហេតុអីទៅព្រោះគេជាមនុស្សស្រឡាញ់ភេទដូចគ្នាមនុស្សសិចស៊ីដូចជាខ្ញុំគ្មានមនុស្សប្រុសណាអាចរួចផុតពីកណ្ដាប់ដៃខ្ញុំទេតែអគ្គនាយកសឿនសំបីតែមើលមុខខ្ញុំក៏មិនមើលផងខ្ញុំមកធ្វើការក្រុមហ៊ុននេះ6ឆ្នាំហើយមិនដែលធ្លាប់ឮថាគេមានមិត្តស្រីតតែសោះម្យ៉ាងទៀតគេនៅហាត់ប្រាណទៀតយកចិត្តទុកដាក់ជាងមនុស្សស្រីទៅទៀតមានសមាសភាពអ្វីមិនបាច់ឲ្យខ្ញុំនិយាយចំទេមែនទេតាមពិតគឺអញ្ចឹងសោះមែនហើយបើមិនអញ្ចឹងទេគេឲ្យខ្ញុំរកអ្នកហាត់ការប្រុសសង្ហាឲ្យគេធ្វើអ្វីអេមិនមែនទេដឹងសឿនយានបដូរចំណូលចិត្តឬមិនចម្លែកទេដែលប្រងើយកន្តើយចំពោះអានយូហ៊ួនឃ្លានហើយឬនៅចង់ញ៉ាំកាហ្វេនិងនំខេកឥឡូវនេះនាំអ្នកទៅអត់ទេខ្ញុំចង់ផ្ដោតលើការងារអគ្គនាយកសឿនលើកទឹកចិត្តផ្នែករចនាដោយប៉ាវកាហ្វេអ្នកទាំងអស់មកយកកាហ្វេមកខាងក្នុងមាននំខេកទៀតប្រកាសជាចង់ទិញទឹកចិត្តប្រធានវិនហើយជួយរកអ្នកហាត់ការសង្ហាឲ្យគាត់មកបន្ទប់ឆុងកាហ្វេមកអ្នកនៅបន្ទប់ឆុងកាហ្វេមែនទេចប់ហើយត្រូវចេញលូឃើញបាត់ហើយកាលពីយាននាងមាត់ធំល្អមាត់ណាស់ពេលនេះច្បាស់ជាមនុស្សទាំងក្រុមហ៊ុនដឹងអស់មិនខានខ្លាចអីគេមិនបានឃើញមុខខ្ញុំឯណាម្យ៉ាងទៀតខ្ញុំអន់រហូតដល់មិនអាចបង្ហាញមុខបានមែនទេអ្នករួមការងារប្រុសណាដែលចាប់អារម្មណ៍អានយូហ៊ួនអាចបញ្ឈប់គំនិតបានហើយសង្សារគេទាំងខ្ពស់អ្នកឃើញហើយការបូបលុយគេក្រាស់ជាងលុយសន្សំរបស់អ្នកទាំងអស់គ្នាទៅទៀតគ្រាន់តែជាមិត្តភក្តិធម្មតាប៉ុណ្ណោះគឺជាការយល់ច្រឡំសុទ្ធសាធហេតុអីមិនព្រមសារភាពខ្ញុំមិនទាន់បានបង្ហាញសមត្ថភាពរបស់ខ្លួនឯងផងខ្ញុំទៅមុនហើយចាំបន្តិចទៀតពេលគ្មានមនុស្សសឹមអ្នកចេញទៅមានរឿងអីទៅអគ្គនាយកសឿនរឿងដែលអានយូហ៊ួនមានមិត្តប្រុសនេះល្បីពេញក្រុមហ៊ុនទៅហើយមែនហើយនាងទៅតែមកធ្វើការក្រុមហ៊ុនបានប៉ុន្មានផងមិនក៏មានមនុស្សស្គាល់នាងច្រើនម្ល៉េះហាហាក៏មិនមែនអញ្ចឹងដែរអ្នកណាប្រើឲ្យនារីក្នុងសុបិនរបស់អ្នកស្អាតយ៉ាងនេះអ្នកដែលសាកសួរពីនាងមានតាំងពីផ្នែកលក់រហូតដល់ផ្នែករៀបចំគម្រោងសំបីតែអ្នកនៅសាខាក្រុមហ៊ុនបុតសម្ព័ន្ធនៅពេលកាំងក៏មកសួរខ្ញុំដែរតំណែងជាគូស្នេហ៍លួចលាក់របស់អ្នកនេះពិតជាអយុត្តិធម៌មែនអគ្គនាយកដូចជាអ្នកនេះបើសិនជាគ្មានអ្វីធ្វើមែននោះអាចទៅឆុងតែញ៉ាំទៅក៏មិនអាចបន្ទោសអានយូហ៊ួនដែលមិនព្រមទទួលស្គាល់ដែរជាចម្បងគឺដោយសារតែប្រធានវិនបំផុសពាក្យចាំអារាមពេញក្រុមហ៊ុនហេតុអីទៅអ្នកសាកគិតមើលទៅប្រធានវិននេះមួយថ្ងៃស្លៀកពាក់បែបនោះតែអ្នកមិនទាំងមើលផងអ្នកចិត្តរឹងជាងທາງចេញទៅទៀតនិយាយម្យ៉ាងទៀតທາງចេញយ៉ាងហោចណាស់ក៏មានស្ដេចអង្គរនារីដែរចុះអ្នកវិញមួយថ្ងៃបើមិនថែរក្សាសម្រស់ទេក៏ហាត់ប្រាណដែរមិនឲ្យសង្ស័យអ្នកតើឲ្យសង្ស័យអ្នកណាអ្វីដែលខ្ញុំចូលចិត្តគ្រាន់តែជារូបរាងខាងក្រៅរបស់អ្នកប៉ុណ្ណោះអ្នកណែណាទៅញ៉ាំអាហារសម្រន់ពេលយប់ជាមួយគ្នាមិនទៅទេខ្ញុំប្រាប់ហើយថាមិនទៅគេនៅតែហៅទៀតតំណែងជាគូស្នេហ៍លួចលាក់របស់អ្នកនេះអយុធធម៌យកទូរស័ព្ទមកខ្ញុំស៊ីផឹកសប្បាយអញ្ចឹងអ្នករំលឹកខ្ញុំផងបានហើយខ្ញុំយកវាទៅបាត់ហើយយូហ៊ួននេះគឺជាឯកសាររបស់អ្នកអរគុណអ្នកណាស់ថ្ងៃក្រោយចាំខ្ញុំប៉ាវអ្នកញ៉ាំបាយយប់នេះតែម្ដងទៅយ៉ាងម៉េចដែរខ្ញុំស្គាល់ភោជនីយដ្ឋានមួយកន្លែងដែលគេសរសើរថាឆ្ងាញ់ណាស់យប់នេះប្រហែលជាមិនបានទេខ្ញុំមានណាត់ញ៉ាំបាយជាមួយមិត្តភក្តិហើយជាមិត្តប្រុសមែនទេមិនមែនទេនៅប្រកែកទៀតអ្នកមើលចុះនៅលើករបស់អ្នកមានស្នាមថើបស្នាមស្ទ្រអឺប៊ឺរីទៀតផង
សឿនយានចាំមើលរឿងដែលអ្នកបានធ្វើទៅក្រុមហ៊ុនបច្ចេកវិទ្យា Chenrong មានគម្រោងអ្នកទទួលខុសត្រូវលើការរចនារូបរាងផលិតផលលើកនេះត្រូវយកគម្រោងមកឲ្យខ្ញុំក្នុងរយៈពេល3ថ្ងៃអគ្គនាយកគូរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Chenrong ល្បីខាងរើសសរសៃរកកំហុសណាស់រឿងដែលប្រធានវិនដោះស្រាយខ្លួនឯងមិនចេញតែងតែចូលចិត្តទម្លាក់ឲ្យកូនចៅធ្វើអ្នកប្រយ័ត្នត្រូវគេស្ដីបន្ទោសនេះជាឱកាសល្អសម្រាប់ខ្ញុំក្នុងការបង្ហាញសមត្ថភាពខ្ញុំច្បាស់ជានឹងចាប់យកវាឲ្យបានល្អនៅថែមម៉ោងធ្វើការទៀតខ្ញុំបានស្វែងរកមើលគម្រោងរចនារបស់ក្រុមហ៊ុនបច្ចេកវិទ្យា Chenrong មុនឃើញថាពួកគេចូលចិត្តការរចនាដែលមានលក្ខណៈជាលោហៈធ្ងន់ទម្រង់សាមញ្ញតែប្រណិតរចនាម៉ូដខាងក្រៅកាន់តែសាមញ្ញកាន់តែពិបាកអរចនាយប់ជ្រៅណាស់ហើយស្អែកចាំធ្វើបន្តទៀតទៅយប់នេះខ្ញុំចង់រៀបចំគំនិតនៃការរចនាឲ្យចេញជារូបរាងសិនអ្នកចូលគេងមុនទៅម៉ោង3ទៀបភ្លឺទៅហើយមិនក៏គេនៅមិនទាន់ចូលគេងទៀតអ្នកល្អយ៉ាងនេះតើឲ្យខ្ញុំដាច់ចិត្តលែងអ្នកឲ្យទៅបានយ៉ាងម៉េចបង្កើនប្រព័ន្ធឃ្លាំមើលទៅលើសៀវមីងនិងស៊ូយ៉ាសៀទីតាំងឃុំឃាំងត្រូវផ្លាស់ប្ដូររៀងរាល់សប្តាហ៍ធានាថាមិនឲ្យនរណាម្នាក់រកឃើញជាដាច់ខាតខ្ញុំពិតជាមើលស្រាលនាងមែនមិនបានទេស្នាដៃល្អបែបនេះខ្ញុំត្រូវតែរកវិធីយកវាមកធ្វើជារបស់ខ្លួនឯងឲ្យបានគំនូររចនាពីមុនខ្ញុំបានមើលរួចអស់ហើយមានបញ្ហាធំទូលាយណាស់ការរចនាប៊ូតុងនិងរន្ធសាកថ្មកាមេរ៉ាត្រូវតែកែសម្រួលឡើងវិញបញ្ហាមួយនេះនាងមិនបាច់ខ្វល់ទេខ្ញុំធ្វើគម្រោងពីរនេះសិនតើនេះជាគម្រោងរបស់អគ្គនាយកគូមែនទេខ្ញុំចង់សាកល្បងម្ដងទៀតប្រាប់ថាមិនបាច់គឺមិនបាច់ហើយអ្នកគ្រាន់តែជាជំនួយការអ្នករចនាប៉ុណ្ណោះប្រធានវិនដល់ម៉ោងប្រជុំហើយទៅឥឡូវហើយអ្នកទៅទិញកាហ្វេ10កែវយកមកខាងលើផងបន្ទាប់មកទៀតយើងនឹងបកស្រាយពីគម្រោងផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Chenrong លើកនេះដើម្បីបង្ហាញជូននេះគឺជាគំនូររចនាលើកនេះពួកយើងបានផ្អែកលើចាំបន្តិចអ្នករចនាពាក់ព័ន្ធមកជុំគ្នាអស់ហើយឬនៅមកជុំគ្នាអស់ហើយគំនូររចនានេះជារបស់អ្នកណាគឺជាស្នាដៃសហការរួមគ្នារបស់ក្រុមពួកយើងអ្នករចនាគោលគឺខ្ញុំគឺឲ្យជំនួយការថ្មីយកកាហ្វេរបស់ខ្ញុំចូលមកប្រធានវិនខ្ញុំសួរអ្នកម្ដងទៀតគំនូររចនានេះជាស្នាដៃរបស់អ្នកណាគឺអានយូហ៊ួនជាអ្នកទទួលខុសត្រូវរចនាខ្ញុំគ្រាន់តែបានធ្វើការកែសម្រួលខ្លះប៉ុណ្ណោះមើលទៅក្នុងចំណោមករណីដែលអ្នកធ្លាប់ទទួលខុសត្រូវកន្លងមកតើមានប៉ុន្មានគម្រោងទៅដែលអ្នកលួចចម្លងស្នាដៃរបស់អ្នកចំណូលថ្មីបែបនេះគម្រោងទាំងនោះយើងនៅត្រូវរងចាំការត្រួតពិនិត្យសិនគម្រោងនេះទៅថ្ងៃមុខប្រគល់ឲ្យអានយូហ៊ួនជាអ្នកចាត់ចែងអ្នកមិនបាច់ខ្វល់ទៀតទេថ្ងៃនេះប៉ុណ្ណឹងចុះផ្នែករចនាទាំងអស់ត្រូវចុះបេសកកម្មទៅដល់ទីតាំងដើម្បីរៀបចំផែនការអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងណាស់
ស្រឡាញ់អ្នកណាស់ថៅកែធំសូមអ្នកទាំងអស់គ្នាមើលការកែសម្រួលគម្រោងលើកទី2របស់ខ្ញុំការរចនារូបរាងខាងក្រៅរួមនិងចំណុចលម្អិតផ្សេងពួកយើងសុទ្ធតែមានការពាក់ព័ន្ធនឹងការធ្វើឲ្យប្រសើរឡើងនិងកែច្នៃម៉ូដែលមួយនេះវាបានដំឡើងកម្រិត feel ចំនួនខ្លះហើយបើប្រៀបធៀបនឹង feel មុនរបស់យើងបានដំឡើងកម្រិតប្រហែលជា7ឯណោះហើយ feel របស់វាមិនត្រឹមតែកំណត់ត្រឹមប៊ូតុងទេពេលនេះពួកយើងអាចប្រើអេក្រង់ប៉ះអាចសារ៉េដោយខ្លួនឯងតាមរយៈដៃក៏បានមើលរូបរាងខាងក្រៅរបស់វាម្ដងទៀតទូម៉ាស៊ីននិងកញ្ចក់លែនពួកយើងបានធ្វើការអាប់ដេតរួចរាល់ហើយធ្វើបានល្អជាងមុនទៅទៀតប្រព័ន្ធសាកថ្មរបស់វាក៏ពួកយើងបានធ្វើការអាប់ដេតផងដែរខ្ញុំយល់ថាមួយនេះគឺកាន់តែស័ក្តិសមនឹងគំនិតនៃការរចនារបស់ពួកគេល្អណាស់ខ្ញុំគិតថាមិនអន់ទេអញ្ចឹងខ្ញុំជាអ្នកតាក់ទងទៅអ្នកចាត់ការផ្នែកផលិតផលរបស់ពួកគេយ៉ាងម៉េចដែរមានគម្រោងខំហើយឬនៅកូនចៅចំណិតក្រមបង្គាប់របស់អគ្គនាយកមិនធ្វើឲ្យខកបំណងមែនជាពិសេសគឺកញ្ញាអានម្នាក់នេះមានគំនិតរចនាច្បាស់លាស់ណាស់ការវិតម្លៃខ្ពស់ពិតជាគួរឲ្យស្ងើចសរសើរមែនអញ្ចឹងឲ្យអ្នកទាំងអស់គ្នាខំប្រឹងបន្ថែមទៀតទៅពេលដែលគម្រោងចេញរួចរាល់អាចសម្រាប់បានហើយយកព្រមអូខេអគ្គនាយកសឿនអគ្គនាយកគូពួកយើងទៅញ៉ាំអីបន្តិចទៅល្អទេអគ្គនាយកសឿនយប់នេះខ្ញុំកំដរអគ្គនាយកគូផឹកស្រាអ្នកឆាប់ចូលគេងទៅក្រពះអ្នកមិនល្អទេញ៉ាំឲ្យតិចបន្តិចទៅខ្ញុំមានយកស្ករគ្រាប់បន្សាបជាតិស្រាំឲ្យអ្នកល្អពេកហើយថែមម៉ោងរាល់ថ្ងៃជំងឺឈឺឆ្អឹងកងរបស់ខ្ញុំរើឡើងវិញហើយអ្នកណាគេខ្ញុំសឿនយានមិនក៏ផឹកច្រើនម្លេះមកអានយូហួនខ្ញុំនឹកអ្នកខ្លាំងណាស់ពួកយើងមកនេះដើម្បីអបអរសាទរអានយូហួនពួកយើងមកនេះដើម្បីអបអរសាទរអានយូហួនអ្នកនេះកំពុងតែធ្វើជាជនទី3សូមទោសអគ្គនាយកពួកយើងទៅឥឡូវនេះហើយចាំមើលរឿងល្អដែលអ្នកបានធ្វើទៅខ្ញុំជាសិស្សរួមថ្នាក់ដ៏មានមុនស្នេហ៍ម្នាក់នឹកស្មានមិនដល់សោះថាអាចបដូរចិត្តអគ្គនាយកសឿនបានសបផ្សាយបន្តទៅអគ្គនាយកសឿនសុខចិត្តធ្វើជាជនទី3ដើម្បីស្នេហាវាជារឿងដែលអ្នកទាំងអស់គ្នាគិតមែនទេសបផ្សាយបន្តទៅអគ្គនាយកសឿនសុខចិត្តធ្វើជាជនទី3ដើម្បីស្នេហាតើគួរឆ្លើយតបយ៉ាងម៉េចទៅអ្នកពិតជាចង់ឲ្យខ្ញុំតាមអ្នកដោយគ្មានឋានៈច្បាស់លាស់មែនទេថៅកែយូហួនអង្វរសូមណែនាំខ្លួនជាផ្លូវការជូនអ្នកទាំងអស់គ្នានេះជាគូដណ្ដឹងរបស់ខ្ញុំអានយូហួនខ្ញុំដូចជាភ្លេចរឿងអីម្យ៉ាងហើយជារឿងអីទៅប្រព័ន្ធអ្នកមកទីនេះធ្វើអីទៀតជួយក្រើនរំលឹកផងកម្រិតភាពអាក្រក់របស់សឿនយានបានធ្លាក់ចុះដល់70ហើយវាលឿនណាស់ទៅហើយអ្នកភ្លេចសៀវមីងនិងស៊ូយ៉ាសៀហើយឬនឹកឃើញហើយអ្នកចាំបន្តិចសិន
ទីតាំងឃុំឃាំងថ្មីគឺនៅមិនឆ្ងាយពីទីនេះទេខ្ញុំចេញដំណើរឥឡូវនេះហើយប្រហែលជាអាចត្រឡប់មកវិញទាន់មុនពេលសឿនយានភ្ញាក់ពីគេងសូមឲ្យអ្នកមានសំណាងល្អអ្នកជានរណាខ្ញុំមកទីនេះដើម្បីជួយសង្គ្រោះអ្នកទាំងពីរឆាប់ទៅតាមខ្ញុំហេតុអីពួកយើងត្រូវជឿអ្នកព្រោះមនុស្សដែលចង់ជួបអ្នកទាំងពីរឈ្មោះសឿនយានគ្មានពេលទេទៅមិនទៅពួកយើងទៅតាមអ្នកមិនក៏អ្នកដឹងថាខ្ញុំកំពុងរវល់មុនពេលចេញក្រៅច្បាស់ជាបានបិទទូរស័ព្ទហើយតើទោះបីជាអ្នកនាំពួកគេរត់ទៅដល់ទីជម្រៅនៃផែនដីក៏ដោយក៏អាចរកអ្នកឃើញដែរអ្នកបានបំពាក់ប្រព័ន្ធតាមដាននៅលើខ្លួនពួកគេមែនទេអញ្ចឹងគឺនៅលើខ្លួនរបស់ខ្ញុំហើយមិនចម្លែកទេដែលលើកមុនខ្ញុំទៅភូមិឆ្ងាយនោះគ្មានអ្នកណានិយាយសោះយល់ព្រម